ตราจารย์เองระยะเป็น5 ឆ្នាំดอกสายปัญหาลำบากបំផុតលំដាប់ពិភពលោកចំនួន8សម្រាប់ប្រទេសរបស់ខ្ញុំពេលនេះប្រកបពីប្រចាំប្រទេសសមិទ្ធផលពេញមួយជីវិតអាកូនកូនអ៊ីងមានរឿងហើយនៅលើខាងនោះនឹងជិះធ្លាក់មកហើយប្រយ័ត្នផងឆាប់ថយទីទៅប្រយ័ត្នផងកូនអ៊ីងប្រយ័ត្នលឿនថាជួយមនុស្សសាត្រាតាទៅបានសង្កត់ហើយលឿនទៅខ្ញុំមកបាញ់មិញក្រែស្លាប់ហើយតែទីនេះជាកន្លែងណាលោកមើលទៅនេះកូនស្រីប្រុសមកពុនគាត់មកឈ្មោះរកនេះមានអាយុ18 ឆ្នាំទៅហើយ2 ខែមុនម្ដាយនេះស្លាប់ទើបត្រឡប់មកក្រុងហាយនេះវិញដូច្នេះប្រលឹងរបស់ខ្ញុំបានឆ្លងភពមកដល់ក្មេងស្រីដែលមានឈ្មោះនិងត្រកូលដូចជាខ្ញុំបងស្រីតាមពិតបងនៅទីនេះសោះបងស្រីឆាប់ភ្លក់មើលទៅរអិលដៃប៉ុន្តែស្រាក្រហមល្អយ៉ាងនេះបងរស់នៅឯស្រុកស្រែអញ្ចឹងណាក៏បងមិនទម្លាប់ផឹកដែរសុំទៅផងយើងក៏រអិលដៃដែរនេះឈ្គួតហើយមែនទេសង្ឃឹមថានេះទម្លាប់ផឹកបានពិតជាគ្មានការព្រៀនប្រដៅមែនលោកកងមិនបានមានកូនបាយដូចមែនហើយពិតជាគ្មានការព្រៀនប្រដៅមែនអំបាញ់មិញពេលគេធ្វើបោកខ្ញុំពុនអ្នកម្នាក់អានក្បាលខ្លាចមិនហ៊ាននិយាយពេលនេះបើចេញមកនិយាយនេះនិយាយនោះដាក់ខ្ញុំនេះឬគឺជាការព្រៀនប្រដៅដែលអ្នកទាំងគ្នានិយាយចេញពីមុននាងមិនក៏ដូចជាខ្លាចជាមនុស្សផ្សេងអញ្ចឹងលោកជីមកហើយម្នាក់នេះដូចជាពេលនេះខ្ញុំនឹងប្តីខ្ញុំបាននាំយកសញ្ញាបត្រត្រឡប់មកប្រទេសកំណើតវិញតែព្រោះតែដើម្បីការពារសាគាត់បានពលីជីវិតបាត់ហើយអ្នកស្នងកំណើតលើផ្លូវជាងគេរបស់ក្រុមហ៊ុនជីជឿយឺណាស់លោកជីពិតជាធម្មតាពិតមែនគេក៏ត្រកូលជីដែរឬមកក៏ជាចំនួនក្រោយរបស់គ្រួសារជីតើលោកនឹងជីសិនអ៊ីងត្រូវជាបែបនឹងគ្នាដែរទេនេះគេនិយាយឈ្មោះរបស់កែនាយកពិតជាគ្មានវិន័យពិតមែនណាហេឯនេះអាយ៉ានេះជាកូនរបស់ខ្ញុំនៅស្រែតាំងពីតូចមកមិនចេះច្បាប់ទម្លាប់អីទេលោកជីគឺជាមនុស្សពុះគុំប្រកាន់លើនាងអីណាណែឯនេះមិនឆាប់សុំទោសលោកជីទៅឯងហៅឈ្មោះជីតារបស់គាត់ហើយណាជីតាជីសុនអ៊ីងគឺជាកូនប្រុសរបស់ខ្ញុំអញ្ចឹងក្មេងប្រុសដែលនៅចំពោះមុខរបស់ខ្ញុំជីសុនអ៊ីងនៅរស់តែមែនទេឯងឆាប់បិទងាប់ភ្លាមទៅឯងចង់ដាក់ទំនាយអគ្គនាយកទៀតអីជីតារបស់ខ្ញុំសុខភាពគាត់ល្អខ្លាំងណាស់គាត់ប្រកាសជាឯងរស់នៅបានល្អហើយលោកក្រុមលោកនេះពិតជាចិញ្ចឹមកូនបានខ្លាមធំពិតមែននាយកជីកូនប្រុសរបស់ខ្ញុំនៅរស់ទេបណ្ដាឯងជើបឯងយ៉ាងម៉េចទេពីនៃស្អីតិចក៏គ្មានដែរមិនបានជវលមុខយ៉ាងនេះមកទៅខ្ញុំនៅមិនទាន់ទម្លាប់នឹងខ្លួនប្រាមួយនេះឡើយទេការចងចាំមកក្នុងខ្លួនប្រាមួយនេះមានរបស់មួយអាចដឹងពីអ្វីៗគ្រប់យ៉ាងបានហើយថាទូរស័ព្ទជីសុនអ៊ីងមេគ្រួសារត្រកូលជីសុនអ៊ីងក៏តែមានបញ្ហាសុខភាពច្រើនសម្រាប់នៅក្រៅប្រទេសដើម្បីព្យាបាលជំងឺជាច្រើនឆ្នាំសំបីតែទីតាំងស្នាមកំណើតក៏ដូចគ្នាដែរនេះគឺជាកូនអ៊ីងរបស់ខ្ញុំកូនអ៊ីងស្ដាប់បង្គាប់របស់ខ្ញុំមិនបានជាមួយរំពេញក៏ប្រែខ្លាយទៅជាមនុស្សចាស់សក់សទៅហើយឯងនឹងធ្វើស្អីនឹងឆាប់ជាងក្រៅទៀតនៅមួយនៅហ្នឹងហើយអូនស្រីឯងគេរៀបចំរួចហើយប៉ាកំខឹងអីបងស្រីគឺមកពីស្រែចម្កែគ្មានការព្រៀនប្រដៅគឺជារឿងធម្មតាទេ
Sao mà nhưng mình nghe sâu tích nó ban cho cầm tay cua xà chi ai nơi đâu bằng co riêng thèm tiếp thì nhưng mà toàn đang tới thạc cua xà chi cái song sang cho mấy nhỉ តាមការស្គាល់របស់ខ្ញុំគ្រួសារជ័យពួកគេមានភាពទន់ភ្លន់និងអត់អានឆ្លាក់ជាប់នៅក្នុងឆ្អឹងរបស់ពួកគេនឹងមិនសងសឹកទេពេលនេះខ្ញុំត្រូវការបដូរសម្លៀកបំពាក់សុំចេញក្រៅទៅ giờ nó mà toàn là dây chọc thế លោកប៉ាក្រសែភ្នែករបស់នាងអំបញ្ញមិញពិតជាគួរឲ្យខ្លាចមែន ai cũng như vậy ư bà mấyนี่ก็thấy đã con ông sai phải bọc kia nè một hai tiệt tại cho đất đai mà xong thì mày bọc kia thì tại mình rồi cả là bọc cọp đấy mày ơi đi trong mai chi tao muốn xây mình em đúng bất chiêm cô chưa mày bỏ gì à mà đái lên nữa đi bán đi mới lên mà đái lên bán đi bán lên mình mà bán đi ê thôi rồi ê nó cho phải មួយថ្ងៃដល់យប់មិនគិតខំរៀនដឹងតែធ្វើបាបសិស្សស្រីស្រី không ơi không តើបានម្នាក់សក់5 6ពូស្លៀកពាក់មិនដឹងណាណៃមិនសមជាសិស្ស xem đây trong trên nè đây ấy xem đây chắc xem này mình vậy ấy chắc làm rất bạch đi ជួយប្រដៅឯងជំនួសប៉ាម៉ារបស់ឯង ខ្ញុំគ្មានប៉ាម៉ាទេ អញ្ចឹងប៉ាម៉ារបស់ឯងពិតជាសំណាងមែនបើសិនជាមានក៏ត្រូវឯងធ្វើខឹងស្លាប់ដែរ នេះហេតុគូសាតកោជីថ្ងៃនេះនៅត្រឡប់មកនៅក្នុងស្រុកកំណើតវិញនៅរនៅទីនេះសុទ្ធតែអ្នកមកបត់ធំគឺជាគ្រូសាធំ100ឆ្នាំនេះតើនេះអាចស្គាល់បញ្ចាក់ភូមិមួយគ្រឹះមួយនេះ សុនហ្វូរងមួយនេះពេលឆ្នាំនោះខ្ញុំរៀបការគឺជាផ្ទះមង្គលការដែលគ្រូសាជ័យបានរៀបចំយ៉ាងយកចិត្តទុកដាក់ នោះលោកជីមកឲ្យលឿនឡើងលោកជីមកហើយលោកជីឲ្យលឿនឡើងគឺយើងឆាប់ឡើងលោកជីមកហើយលោកជីនំខាន លើថាលោកម្ចាស់ជីត្រូវមកពីជាបាលប្រទេសវិញមិនមែនពីបាននៅធ្វើតែមែនទេ លោកជីពួកខ្ញុំសូមនំខានលោក2 3នាទីបានទេលោកជីឈប់សិនលោកជីដូចជាបានលឺមនុស្សហាឈ្មោះកាពីទៅរបស់ខ្ញុំលោកជីឈប់សិនលោកជីពួកខ្ញុំមកខាន2 3នាទីបានទេលោកជីពួកខ្ញុំមកខាន2 3នាទីបានទេលោកជីនេះជាណានេះចូលមកដល់របៀបណា ចូលមកតាមទ្វារក្រោយ នេះគឺជានេះរបស់គ្រួសារការថ្ងៃនោះមែនទេ លើថាលោកតាជីឈឺធ្ងន់មកសួរសុខទុក្ខជាពិសេសសូមលោកជីអនុញ្ញាត មិនសួរទេសូមត្រឡប់ទៅវិញទេ បើខ្ញុំគិតមិនខុសទេលេខសម្ងាត់របស់ទូដៃគ្រួសារជីប្រហែលជា 694 អូម 71 CB 30 J ទូដៃរបស់គ្រួសារជីមានតែខ្ញុំនិងលោកតាទេដែលដឹងក្នុងរយៈពេល1ខែមិនអាចបាយគ្នាបានទេតែនេះជាណាអបកតទេ ចាំពេលលោកតាជីដឹងខ្លួនលោកនឹងដឹងជាមិនខានពេលនេះខ្ញុំអាចចូលបានហើយឬណី សុំចេញចុះអ្នកនឹងរត់ លេខសម្ងាត់មួយនេះគឺខ្ញុំជាអ្នកបង្កើតវាឡើងយកឆ្នាំខែថ្ងៃអនុវត្តតាមការបំលែងឧស្សាហ៍ក៏ចេញបានយ៉ាងស្រួល ឬក៏លោកតាប្រាប់នេះហើយនឹងលោកតាជាអ្វីជាមួយគ្នាអប្រកបទេ កូនអ៊ីងយឺតបន្តិចទៅ អ្នកនាងរងសូមចេញខាង
កូនអ៊ីងមិនបានជាកូនសុកសុកប្រែទៅជាខ្សត់ខ្សោយយ៉ាងនេះកូនអ៊ីងម៉ាក់នៅទីនេះកូនអ៊ីងកុំខ្លាចអីកូនអ៊ីងមិនបានជាអ្នកនាងរងហាលោកតាបែបនេះទេនេះលោកប្រុសឯកសារនៃនាងរងខ្ញុំឆែកមិនរួចហើយគ្រួសាររងទស្សវត្ស80ទៅមិននៅទីក្រុងហើយមិនធ្លាប់មានប្រវត្តិជីវកម្មជាមួយគ្រួសារជីទេម្ដាយរបស់នេះត្រកូលអ៊ីងគ្រួសារសុទ្ធតែជាកសិករហើយនៅតែមិនអាចមានអ្វីដែលតាក់ទងជាមួយគ្រួសារជីរបស់យើងឡើយអញ្ចឹងតើនាងជាអ្នកណាប្រកាសទេថ្ងៃក្រោយថ្ងៃម៉ោងនេះខ្ញុំនឹងមកមើលគាត់ស្កេនមកបន្ថែមមិននេះជាចរិតស្អីរបស់នាងស្មានតែនាងនិយាយស្អីលោកប្រុសយើងស្ដាប់តាមនាងទាំងអស់មែនទេនេះលោកប្រុសអញ្ចឹងអាយើងស្អាតជួបគ្នាទៀតអាយើងត្រូវក្មេងជាឡៃហៅបែបនេះពិតជាចម្លែកពិតមែនតែកាន់តែចម្លែកទៀតនេះខ្ញុំមានអារម្មណ៍ថានាងគួរតែត្រូវហៅខ្ញុំបែបនេះពិតមែនសិស្សទាំងអស់គ្នានេះគឺជារងអីសិស្សថ្នាក់សង្គមផ្ទៃមួយថ្នាក់យើងនាំគ្នាស្វាគមន៍គេទេហេមិនបានជានាងផ្ទៃចូលថ្នាក់យើងអញ្ចឹងហ៎ទូនាងប្រឡំអត់តែ100ទេអញ្ចឹងហើយនាងមានផ្ទៃចូលថ្នាក់អន់របស់ពួកយើងនឹងឯងអញទៅអង្គុយត្រង់នោះទេណែកាលមុននេះមានចេតនាតាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំហើយឥឡូវមកផ្ទៃចូលថ្នាក់របស់ខ្ញុំទៀតនេះពិតជំនាញមែននិយាយមកនេះមានបំណងអីអ្ហ៎ប្រកាសចៅយានៅក្នុងថ្នាក់មិនអនុញ្ញាតឲ្យជប់បារីទេបើមិនចង់ហិតផ្សាយបារីក៏ចេញទៅក្រៅទៅខ្ញុំជ្រុលពេកហើយរងអីតាមមុនលបងយាតដៃអានាងពេលនេះក៏មិនជ្រុលពេកណាខ្ញុំតោកជំរឿពីឲ្យពួកឯងតើពួកឯងចង់ចេញទៅខាងក្រៅឬក៏អង្គុយស្ងៀមស្ងាត់នៅក្នុងថ្នាក់នេះពួកឯងមិនត្រូវបានបញ្ចេញសម្លេងឬក្លិនចម្លែកណាមួយឡើយបើមិនអញ្ចឹងទេខ្ញុំងុយដេកណាខ្ញុំដេកសិនហើយមិនចេះលបងយានេះបងមិនមែនខាននាងទេមិនទេអាចឈប់និយាយទៅប្រុសល្អមិនឆ្លុះមួយនារីទេអាចឈប់និយាយទៅឆាប់ចេញទៅធៀមទៅលឿនណាដល់ម៉ោងទៅហើយតើយកវិញអរងអ៊ីនេះក៏ដល់ម៉ោងចេញភ្លេចក៏បាត់សមោកផ្លែចេញចូលដូចជាខ្មោចអញ្ចឹងបែមេផ្ទះអីរំខានលោកជិះរៀបចំហាពេលយកខ្ញុំមួយចំណែកផងខ្ញុំចង់នៅកម្ដៅអីបើបានជួយជាងនេះបន្តិចបាទចាំខ្ញុំរៀបចំជូននាងរងចុះហើយបានជាខ្ញុំត្រូវស្ដាប់បញ្ជានាងដែរទៅវាហាក់បីដូចជានាងគឺជាម្ចាស់របស់ផ្ទះមួយនេះចឹងនាងរងចាំខ្ញុំឲ្យអ្នកបើកឡានជួយនាងទៅផ្ទះវិញចុះមិនបាច់ទេខ្ញុំចង់ទៅបានអាឡ័យនៅទីក្រុងខ្ញុំចង់ទៅមើលអំពីលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រគណិតវិទ្យាថ្មីនិងទំនើបបំផុតលើត្រឡប់ទៅវិញទេនោះគឺរកអ៊ុយស្រីម្នាក់នោះតាឬមួយក៏នាងដើរតាមខ្ញុំរហូតនាងនោះពិតជាហើយលោកប្រុសនេះលោកសល់អីនឹងលោកពិតជាមិនយល់ទេលោកតែឯទេថ្នាក់ជាសាស្ត្រថាសង្គមអេរីមិនចេះផងឯទេថ្នាក់ជាសាស្ត្រស្អីគេកុំកើតនៅក្នុងកណ្ដុងមិនអាចនិយាយពីសមុទ្រជាមួយវាបានទេព្រោះវាបានជាប់នៅក្នុងកន្លែងដែលតូចជាងអៀតហើយអាចចង់មានអីបើមិនយល់ទេទៅឆាយ AI មើលទៅមិនតសម័យនឹងគេមែននេះឯងយ៉ាងតើការត្រៀមខ្លួនឯងសម្រាប់កម្មវិធីទេពកោសល្យរបស់ក្រុមហ៊ុនជីដំណើរការយ៉ាងណាហើយម៉ាក់ក៏រំលឹកទៀតអីគណៈកម្មការដំណើរពួកខ្ញុំជ្រើសរើសបទកុមារកាលពី20-30ឆ្នាំមុនយកមកប្រឡងខ្ញុំមិនណាទៅចេះច្រៀងទេខ្ញុំមិនដឹងថាពួកគេគិតយ៉ាងម៉េចទេម៉ាក់បានលើថាលោកម្ចាស់ជីនោះគាត់ចូលស្ដាប់បទកាលពីចំនួនមុនណា
ឥឡូវនេះក៏ធ្លាក់ខ្លួនឈឺហើយអាចថាប្រធានជីគឺដើម្បីចង់បំពេញបំណងរបស់លោកម្ចាស់ទើបគេធ្វើកម្មវិធីមួយនេះឡើង ពីមុនពេទ្យអ៊ីងប៉ែររឿងខ្ញុំតែជ្រៀងជ្រៀងកុមារដើម្បីបំពេញឲ្យគេដេញអ៊ីងប៉ែរបស់ម៉ាក់អាចប្រកាសជានឹងម៉ាក់ណាស់ជាមិនខាន កម្មវិធីមួយនេះគឺគេវិនិយោគទុនដល់ទៅ100លាននេះគឺជាឱកាសដែលល្អខ្លាំងណាស់ តើខ្ញុំអាចចុះឈ្មោះតាមណាបានខ្ញុំក៏ចង់ចូលរួមដែរ យកគេរៀនជឿតាមពីធ្វើមកគេធ្លាប់មានអាល់ប៊ុមនឹងសម្ដែងរឿងទៀតផងគេចុះឈ្មោះគឺជាសំហេតុផលហើយសម្ដែងឯងចង់ចុះឈ្មោះស្អីដែរទៅ បងស្រីខ្លួនបងស្រាយស្រាយបែបនេះនៅចង់តឡើងប្រឡងច្រៀងអីបងកំចៃទៅនាំតែខ្មាស់គេអី យ៉ាយ៉ាលេងចុះឈ្មោះចូលរួមខ្ញុំបានផ្ញើអាយរួចហើយអាចចុះឈ្មោះដោយខ្លួនឯងទេ មិនមែនទេម៉ាក់មិនក៏ម៉ាក់ធ្វើអញ្ចឹង មានមនុស្សដូចគេទៅចុះឈ្មោះដែរវាមិនធ្វើឲ្យកូនក៏តែលេចធ្លោឡើងទេ ម៉ាក់ឯងនិយាយត្រូវណាស់បងនិយាយថារងអ៊ីលុយស្រឡាញ់បងហ៎តែពិតដែរទេណាគឺច្បាស់ជាប្រកាស 100% ហើយវើយណាអញមើលទៅមើលនាង100យើងច្រើនលើកច្រើនសារគឺដើម្បីស្អីទៅគឺដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់យើងនឹងហើយនឹងប្រឡងបានតែបន្ទុក100ជាងទេប៉ុន្តែនាងបែរជាដូរមកចូលថ្នាក់វិទ្យាសាស្ត្រគឺដើម្បីស្អីទេហើយនាងខំសម្ដែងធ្វើជារៀនប៉ុន្តែនាងរៀនខ្សោយយ៉ាងនេះថានាងធ្វើដើម្បីអីគឺដើម្បីការកាត់គិតរបស់យើងលើនាងនឹងហើយលបងពិតជានិយាយត្រូវមែនអញ្ចឹងហើយធ្វើបានជាយើងគិតឃើញវិធីមួយដើម្បីសងសឹកនាងនោះអីវិធីស្អីទៅលបងគឺតាមស្រឡាញ់នាងយើងនឹងសម្ដែងធ្វើជាតាមស្រឡាញ់នាងបកវិញណានៅពេលដែរនាងស្រឡាញ់យើងកាន់តែជ្រៅហើយនោះយើងនឹងបដិសេធនាងនៅចំពោះមុខអ្នកគ្រប់គ្នាណាអូហើលបងពិតជាឆ្លាតពិតមែនបំបាក់មុខនេះចំពោះមុខអ្នកគ្រប់គ្នាដល់ពេលនោះនេះច្បាស់ជាយំជាមិនខានទេរងអីនេះតែដល់កោកខ្ញុំទិញអានេះផ្អែម 100% ខ្ញុំគ្មានពេលកំដៅលោកលេងទេមានការអីឆាប់និយាយមក នេះនាងមើលមិនដឹងទេថាខ្ញុំនេះណាកំពុងតាមស្រឡាញ់នាង ខួរក្បាលលោកត្រូវបានខ្ញុំវាឡើងឈួតហើយមែនទេ មិនចាំបាច់សម្ដែងទេខ្ញុំដឹងអស់ហើយថាតាមពិតទៅនាងតាមស្រឡាញ់ខ្ញុំមិនចាំបាច់អៀនអីទេកំពុងរកអីហ្នឹងចាំបងជួយរកឲ្យហ៎យ៉ាលបងយាកាត់អីទៅនេះធ្វើស្អីគេហ្នឹងណានេះធ្វើស្អីគេ ខ្ញុំជួយដាក់សតិលោកនោះអីខ្ញុំដើម្បីជួយលោកកុំឲ្យជំងឺលោករឡើងទាំងប្រឹង មកយាតាមខ្ញុំមើលទៅនេះដូចជាមិនលុស្រឡាញ់បងទេអាយយកស្អីទៅតាមពិតទៅនាងគ្រាន់តែបញ្ចេញកំហឹងទេដោយសារតែយើងនេះបកអាក្រក់ថានាងនេះស្រឡាញ់យើងព្រោះនាងតាមស្រឡាញ់យើងមកយូរហើយនាងប៉ះទូរស័ព្ទរបស់ខ្ញុំធ្វើស្អីទៅ រូបនេះជីយិនគឺជាបងប្រុសរបស់ឯងឯងក៏ជាសមាជិកគ្រួសារជីដែរនេះស្គាល់បងប្រុសរបស់ខ្ញុំដែរហ៎នាងកំប្រាប់ដល់ណាអសោះបងប្រុសខ្ញុំមិនឲ្យខ្ញុំអេកានៅក្នុងសាលាទេយ៉ាងម៉េចដែរស្រាវីនេះបាក់ខាងចិត្តលើភាពតាក់ទាញរបស់ខ្ញុំហើយហ៎គ្រួសារជីគឺជាគ្រួសារអ្នកប្រាជ្ញនៅក្នុងចាក់បានឆ្លាក់ជាប់នឹងភាពទន់ភ្លន់និងសភាពរាបសាយតែអាក្មេងនេះគេពិតជាចៅទួរបស់ខ្ញុំពិតមែន នេះមើលមកខ្ញុំបែបនេះនេះតានាងស្រឡាញ់ខ្ញុំពិតមែនហើយមែនទេ ចេញទៅចេញឲ្យឆ្ងាយពីខ្ញុំបន្តិចទៅឃើញឯងពេលណាភ្នែកខ្ញុំដល់ទៅឈឺហើយ អើយនេះ រកអីអ្នកគ្រូភីបានរកឯង អាយ៉ាការប្រឡងរបស់នេះលើកមកប្រហែលជាបានបន្ទុកអន់ជាងគេហើយប្រហែលជានេះត្រូវគេស្ដីហើយមែនទេ អ្នកគ្រូភី ការប្រឡងរបស់ឯងកាលពីម្សិលមិញឯងបានធ្វើត្រូវទាំងអស់តែមិនបានចាឯងមិនសរសេរសម្រាយអញ្ចឹង ខ្ញុំគិតតែក្នុងចិត្តគឺដឹងចម្លើយហើយមិនចាំបាច់សម្រាយអីច្រើនទេ មិននឹងឯងទៅទោះបីជាបណ្ឌិតផ្នែកគណិតវិទ្យាក៏មិនអាចធ្វើដល់ថ្នាក់នេះបានដែរឯងសាកធ្វើលំហាត់សិប្បកម្មមួយនេះលោមើលទៅបន្តិចទៀតខ្ញុំនឹងត្រឡប់មកមើលពីសមត្ថភាពឯងវិញ
អេចាប់ឲ្យខ្ញុំយកមកច្រឡំហើយខ្ញុំបានជាយកឯកសារស្រាវជ្រាវថ្មីបំផុតដែលអ្នកជំនាញកំពុងសិក្សាស្រាវជ្រាវរងអីខ្ញុំបានយកឲ្យឯងអាចកាត់វាចេញបានមិននឹងអាចទេ លំហាត់មួយនេះវាមិនពិបាកទេបាទរបបប្រភេទនេះវាមានលក្ខណៈបង្រួមខ្លួនពិសេសមួយគ្រាន់តែប្រុងប្រយ័ត្នបានបង្រួមខ្លួនជំហានទី15ទៅទី16ទៅគឺបានហើយ នេះជាលំហាត់ដែលមានសាស្ត្រាចារ្យគណិតវិទ្យាជាច្រើនមិនអាចដោះស្រាយចេញទេ អ្នកគ្រូភេទថ្ងៃក្រោយបានមានលំហាត់បែបនេះទៀតចាំឲ្យខ្ញុំដោះស្រាយមក សាលារបស់យើងមានសិស្សដែលពូកែគណិតវិទ្យាដល់ថ្នាក់នេះផង បន្តិចទៀតយើងនឹងសារភាពស្នេហ៍ប្រាប់តរងអ៊ីនេះច្បាស់ជាងូក្បាលយកប្រមិនខានហើយបន្តមកយើងនឹងបដិសេធគ្នាភ្លាមៗហើយនិយាយថាគ្រាន់តែជាការលេងសើចប៉ុណ្ណោះហើយនឹងខ្លាចជាប្រធានបទចំពោះគេនិយាយគ្រប់គ្នាលបងយីលបងពិតជាមានល្បិចច្រើនពិតមែនហេលោកបងធំចង់សារភាពស្នេហ៍ហើយមួយ ជីជើយាននេះគេជាក្មេងកំព្រាក្រីក្រគ្មានឪពុកម្ដាយគេហ៊ានតាមស្រឡាញ់ស្រីស្អាតប្រចាំសាលាដូចជាយាយឯងនេះផងមិនដឹងថាឯងបានបដិសេធគេប៉ុន្មានដងហើយទេនៅហ៊ានមកសារភាពទៀតពិតជាមុខក្រាស់មែនជីជើយាខ្ញុំបានប្រាប់លោកប៉ុន្មានដងហើយ មានរឿងល្អមើលហើយមើលជាណាគេណា អីគេមិនមែនចិត្តរងយាយទេមិនក៏ទៅជាអ្នកផ្សេងវិញ រងអីនេះគឺជាកាដូដែលខ្ញុំរើសឲ្យនេះគឺជាពិសេសណា ខ្ញុំដឹងហើយប្រកាសជាមកពីរងអីមានមុខមាត់ដូចជាខ្ញុំមកហើយដូច្នេះទៅជីជើយាប្រដតាមញ៉ានាងវិញនោះហើយចោះមនុស្សស្រីមកបញ្ចន់បាត់ដូចជារងអីពិតជាសំគ្នាជាមួយនឹងសិស្សខ្សោយក្រីក្រដូចជាជីជើយានេះណា ខ្ញុំធ្វើជាមិត្តស្រីរបស់ខ្ញុំតើបានទេសារភាពចំពោះគឺគ្រប់គ្នាហើយប្រកាសក្លាប់ទាំងបាច់រងអ៊ីច្បាស់ជាធ្លាក់ចូលជាមិនខានទេ ខ្ញុំបានប្រាប់ឲ្យថាកុំឲ្យបំផ្លាញសិលធម៌ឬប្រព្រឹត្តអំពើមិនគ្រប់មិនស្ដាប់ឪពុកម្ដាយ អីចារបងយីតើគាត់អត់កាត់អីដែរទេហ្នឹងហ៎ បងធំប្រចាំសាលាត្រូវបានគេបដិសេធហើយនៅត្រូវមនុស្សស្រីបីទៀតពិតជាគួរអាសំណើចណាស់មែនហ្នឹងហើយ ឆាប់បិទមកទៅឆាប់បិទមកគ្រប់គ្នាភ្លាមទៅ នេះគឺជាម៉ូតចេញថ្មីរបស់អ៊ំអីដែលមានតម្លៃរាប់ម៉ឺនទេគ្មានអ្នកណាដែលមិនដឹងថាជីជើយានោះជាស្រីក្រីក្រទេវាប្រកាសជារបស់ខ្លាញ់ខ្លាយហើយក៏ត្រូវដែរ សៀវយីពាក់ខ្សែកមួយនេះពិតជាស្អាតខ្លាំងណាស់ អើក៏លើកប៉ា មិនបាយកូនសំទេ សៀវយីកុំចិត្តទៅហៅលោកពូជីផ្ដេសផ្ដាអីឆាប់មកក្បែរមកវិញមក មិនអីទេសៀវយីក៏ចង់ហៅឲ្យហៅចោលជួយខាងនេះលឿនរង លោកប៉ាតើអ្នកមីងម្នាក់នេះគាត់ជាអ្នកណាគេសួស្ដីខ្ញុំគឺឡារើស៊ីគឺជាលេខារបស់ប្រធានជីថ្ងៃនេះខ្ញុំបាននាំកូនស្រីមកសួរសុខទុក្ខលោកអគ្គនាយកលេខាឡែនអូមេផ្ទះអ៊ីលោកជួយរៀបចំអាហារពេលយប់ខ្ញុំមួយចំណែកផងអរគុណ បាទ ហេតុអីគេមកដូចជាភ្ញៀវតែបែរជាដូចជាម្ចាស់ផ្ទះទៅវិញអញ្ចឹងជឿយានអ្នកនាងរងម្នាក់នេះគឺជាអ្នកណាទេ គេគឺជាសាស្ត្រី12ម្នាក់អ្វីផ្សេងទៀតខ្ញុំពិបាកនឹងប្រាប់នាងខ្លាំងណាស់ សៀវយាចាក់ទឹកមួយកែវយកទៅឲ្យអ្នកមីរងទេអ្នកមិញរងផឹកទឹកបន្តិចទេអរគុណហើយសុំទៅផងអ្នកមីងតើអ្នកមីងមានកាតអីទេមិនអីទេម្ដងនេះអ្នកមីងមិនប្រកាន់នឹងឯងទេ
ប៉ុន្តែបើមានលក្រោយទៀតនោះគឺខ្វះការអប់រំព្រៀនប្រដៅហើយទឹកមួយកែវនេះអ្នកមីងនឹងចេះទៅលើមុខម៉ាក់របស់ឯងសៀវយាតើកូនកាត់អីម៉ាក់អ្នកមីងរងគាត់កាចណាគាត់បានស្ដីឲ្យកូន មិនអីទេណាចាំប៉ាពួកឯងណា ប៉ាខ្ញុំខ្លាចខ្លាំងណាស់ នៅនាងរងនាងគួរតែបោះស្រាយបន្តិចទៅបានទេ ដើមឡើយខ្ញុំគិតថាលោកជាមនុស្សដែលមានខួរក្បាលចេះគិតគូរអាចទទួលយកទំនួលខុសត្រូវគ្រួសារនេះបានតែឥឡូវនេះមើលទៅមិនដូចការគិតរបស់ខ្ញុំទេ នាង អ្នកជំងឺត្រូវការភាពស្ងប់ស្ងាត់អ្នកគ្រប់គ្នាចេញទៅចាប់ចេញទៅតែនាងគិតថាជាយើងនឹងស្ដាប់តាមសម្ដីនាងមែនទេតាមមានអីកើតឡើងហ្នឹងជឿយានលោកគឺជាប្រធានក្រុមហ៊ុនទាំងមូលហេតុអីត្រូវស្ដាប់តាមបញ្ជារបស់សិស្សវិទ្យាល័យម្នាក់នៅទៅវិញ ខ្ញុំក៏មិនដឹងដែរគឺខ្ញុំមានអារម្មណ៍ថាដូចជាមានកម្លាំងអ្វីមួយមកសង្កត់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេ មនុស្សលោឡាទាំងនោះបានចេញទៅអស់ហើយអេងប៉ាតែចង់លើចម្រៀងនិងម៉ាក់ច្រៀងរហូតមកត្រូវទេម៉ាក់ត្រៀមនឹងទៅចូលរួមកម្មវិធីប្រកួតទេពកោសល្យរបស់គ្រូសាជីបាត់ចម្រៀងដែលម៉ាក់នឹងយកទៅប្រកួតនោះគឺម៉ាក់នឹងយកលាឈៀវដែលម៉ាក់តែច្រៀងឲ្យស្ដាប់នោះ លោកគ្រូប៉ែនអ្នកជំងឺកម្រាស់ហើយ លោកម្ចាស់មានសញ្ញាបញ្ជាក់ថាចិត្តដឹងខ្លួនពិតមែនប៉ុន្តែមិនដឹងថាជាថ្ងៃស្អែកឬមួយក៏អត់ទឹកក្រោយនោះទេខ្ញុំក៏មិនអាចបញ្ជាក់បានដែរ អ្នកនាងរងជួយយានមានកិច្ចការខ្លះត្រូវដោះស្រាយចាំខ្ញុំជួយអ្នកនាងចេញទៅចុះមិញហ៊ានធ្វើបាបខ្ញុំនឹងឲ្យមិញដឹងគ្នាម្ដងអញ្ចឹងខ្ញុំមិនរំខានលេខាឡានទេអ្នកម៉ាជួយកូនផងនាំគ្នាមកជួយកូនខ្ញុំផងមកនៅទីនេះហើយជួយខ្ញុំផងជួយផង តែមើលអីកើតឡើងស៊ីយតែឯងកាដេទៅទីនេះមានអីកើតឡើងទៅ ប៉ាខ្វះតែបន្តិចខ្ញុំនឹងស្លាប់ហើយខ្វះតែបន្តិចខ្ញុំនឹងមិនអាចឃើញមុខប៉ានឹងម៉ាក់ទៀតទេ ហេតុអីស៊ីយធ្លាក់ចូលទឹកអញ្ចឹង គឺអ្នកមិញរងបានច្រានខ្ញុំអ្នកមិញរងចង់ឲ្យខ្ញុំលងទឹកស្លាប់ស៊ីវជាគ្រាន់តែជាកូនក្មេងម្នាក់តែគេខកអីទេវាសុទ្ធតែជាកំហុសរបស់ខ្ញុំដែលជាម្ដាយគេនេះអ្នកនាងរងឲ្យខ្ញុំសុំទោសជំនួសស៊ីយផងចុះអាយៀនតើឯងគិតយ៉ាងម៉េចអាយៀនហេតុអីបានជាគេហៅគាត់ស្និទ្ធយ៉ាងនេះអញ្ចឹង អ្នកនាងរងស៊ីយគ្រាន់តែធ្វើទៅកំពប់លើនាងបន្តិចតែប៉ុណ្ណោះទេមិនចាំបាច់មានគំនុំលើគ្នាដល់ថ្នាក់នេះទេអ្នកនាងច្រាគេទម្លាក់ទឹកទៀតអ្នកនាងរងមួយរយៈនេះមិនចាំបាច់មកផ្ទះគ្រូសាជីទៀតទេ សំអាងលើឯកចូលតិចតួចរបស់ឯងនេះនៅចង់ខ្លាចជាអ្នកស្នងមរតកគ្រួសារជីផងប្រសិនបើរឿងមួយនេះឯងគិតមិនច្បាស់ដំណាងជាប្រធានក្រុមហ៊ុនចាប់តែអ្នកដទៃវិញទៅ ឬនៅក្នុងគ្រួសារជីរបស់ខ្ញុំដល់វិញនាងជាក្មេងស្រីម្នាក់មកសម្រេចតាំងពីពេលណាទៅលោកប្រុសលោកម្ចាស់ដឹងខ្លួនហើយលោកម្ចាស់គាត់អត់អីហើយអរគុណហើយលោកគ្រូពេទ្យលោកតាទៀវផុតលោកតាដឹងខ្លួនហើយមកពិសាវងបន្តិចទេនៅពេលដែលយើងសន្លប់នោះយើងឮសំឡេងមនុស្សម្នាក់ជាងចម្រៀងសៀវលាវសំឡេងច្រៀងរបស់គេនោះគឺពិតជាពីរោះខ្លាំងណាស់ អ្នកលោកម្ចាស់និយាយនោះគឺនៅនាងរងអ៊ីគាត់តែងតែមកមើលលោកម្ចាស់ជារៀងរាល់ថ្ងៃថាម៉េចរងអ៊ីឈ្មោះនេះតើគេនៅណានាងគឺ
ក្មេងម្នាក់នេះមិនស្គាល់ទីពោះទីខ្ញុំដេញនាងទៅមិននេះបានទាំងឡាយយោឆាប់ទៅអញ្ជើញនាងមកឥឡូវនេះមកទៅឆាប់ទៅអញ្ជើញនាងភ្លាមមកខ្ញុំនឹងទៅឥឡូវនេះនៅនាងរងអី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 លោកម្ចាស់គាត់ដឹងខ្លួនហើយមិនតែជំងឺរបស់គាត់មិនទាន់បានជួយសះស្បើយទេសូមនៅនាងរងអីមេត្តាជួយអានគ្រប់ផងទៅលោកម្ចាស់ដែលនាងរងអីមកហើយនៅលោកនេះមិនបានជាមានមនុស្សពីរនាក់មកដូចគ្នាយ៉ាងនេះទៅប៉ុន្តែមិនអាចទេម៉ាក់បានស្លាប់យូរហើយនេះមិនអាចជាម៉ាក់ទេអ៊ីងប៉ាងមិននេះស្គាល់ឈ្មោះហៅក្រៅរបស់ខ្ញុំតាំងពីពេលដែលម៉ាក់ខ្ញុំបានស្លាប់ទៅគឺគ្មាននរណាហៅឈ្មោះខ្ញុំបែបនេះទេអ៊ីងប៉ាងម៉ាក់គឺជាម៉ាក់របស់ឯងចៅស្រីខាងនេះកុំនិយាយជាមួយខ្ញុំបែបនេះអីអ៊ីងប៉ាងតើកូននៅចាំសុំគប់បានទេវាគឺជាកូនឆ្កែដំបងដែលពួកយើងបានចិញ្ចឹមនៅពេលដែលវាបានស្លាប់ឯងបានយំខ្លាំងណាស់មិនបានជាឯងដឹងពីរឿងនេះអញ្ចឹងឲ្យម៉ាក់សុំទោសដែលម៉ាក់បានសន្យាថានឹងមិនឲ្យឯងរងទៅការបែកគ្នាបែបនេះទេតែម៉ាក់មិនអាចធ្វើបានម៉ាក់បានចែកឋានទៅលឿនយ៉ាងនេះឯងនៅម្នាក់ឯងអាចការណាត្រូវទេអ្នកម៉ាក់អ៊ីងប៉ាងមិនបានជាកូនប្រែទៅជាចាស់យ៉ាងនេះអញ្ចឹងអ្នកម៉ាក់អ៊ីងប៉ាងម៉ាក់ត្រឡប់មកវិញហើយថ្ងៃក្រោយម៉ាក់ប្រកាសជានៅកំដៅឯងជារៀងរហូតអ៊ីងប៉ាងតើពេលនេះគាត់នៅជីសុងអ៊ីងដែលជាអ្នកគ្រប់គ្រងពិភពជំនួយដូចមុនទៀតដែរទេហ្នឹងលោកតារឿងមួយដូចជាមិនសមហេតុផលទេមិនអញ្ចឹងយើងគិតមើលបន្តិចសិនទៅឯងបិទបត់ទៅឯងកំពុងតែរំខានយើងនេះកំពុងនិយាយជាមួយនឹងម៉ាក់របស់យើងហើយឆាប់ជិះទៅណាម៉ាក់តើមានរឿងអីឲ្យប្រកាសទៅនៅពេលនោះម៉ាក់ក៏គិតថាម៉ាក់បានស្លាប់ដែរតែនៅពេលដែលម៉ាក់បានបោកភ្នែកឡើងមកក៏បានមកដល់70ឆ្នាំក្រោយហើយក៏បានមកនៅក្នុងខ្លួនរបស់ក្មេងស្រីដែលមានឈ្មោះមានត្រកូលដូចម៉ាក់នេះនៅនឹងរងស្មារតីពីកុហកវាមិនអស់សម្លាយខ្លាំងពេកទេវាខុសពីវិទ្យាសាស្ត្រនោះហើយបើរឿងនេះកើតឡើងពិតណាសម្អាងលើសម្ដីមិនប្រមាណម៉ាត់របស់អ្នកនេះអាចបញ្ជាក់ថានេះជាយាយទូតរបស់ខ្ញុំហើយគាត់គឺជាទូតរបស់ឯងនេះជារបៀបឯងនិយាយជាមួយចាស់ទុំហ៎ម៉ាក់ខ្ញុំជាតិមុនគាត់មានបុណ្យកុសលច្រើនទើបបានជាទេវតាបានប្រទានជីវិតមួយទៀតឲ្យដល់គាត់ទៅប៉ុន្តែនេះគ្មានផលតាំងទេឯងត្រូវការផលតាំងស្អីឯងគិតថាយើងសូម្បីតែមិនអាចខ្លួនឯងក៏មើលមិនស្គាល់ដែរហ៎អាយាននេះគេដឹងរុះណាស់គេដោយកូនកាលពីនៅក្មេងអញ្ចឹងប៉ុន្តែតាមការអង្កេតរបស់ម៉ាក់ប្រហែលថ្ងៃនេះខួរក្បាលរបស់អាយាននេះប្រហែលជាគេគ្មានសមត្ថភាពអាចគ្រប់គ្រងក្រុមហ៊ុនត្រកូលជីបានទេកូនពិតជាគិតថាគេស័ក្តិសមជាអ្នកស្នងតំណែងពិតមែនមិនអីទេណាម៉ាក់ចៅប្រុសត្រកូលស៊ីយើងមានច្រើនខ្លាំងណាស់មិនមែនមានតែវាមួយទេចាប់ថ្ងៃក្រោយខ្ញុំហៅពួកគេមកជុំគ្នាទាំងអស់ហើយតំណែងរបស់គ្រូសាជីចាំឲ្យម៉ាក់ជាអ្នកសម្រេចជនអើយព្រះហើយអាយានគេនៅក្មេងគេត្រូវការពួកយើងបង្ហាត់បង្រៀនគេតាមសម្រួលអាយានឆាប់ហៅខ្ញុំថាយាយទូតទេខ្ញុំដែលឃើញលោកតាក៏សប្បាយចិត្តដល់ថ្នាក់នេះទេទទួលស្គាល់យាយទូតក៏វាមិនជារឿងដែលក៏អីដែរលោកយាយទូតឯងមើលទេធ្វើបែបនេះទៅឆ្លែនចាំបន្តិចសិនចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងរើមកនៅក្នុងគ្រួសារជ័យអញឲ្យគេប្រញាប់រៀបចំបន្ទប់របស់ខ្ញុំកាលពីមុនឲ្យស្អាតទេបាទ
អេងប៉ែប្រឡំយ៉ាងនេះឯមករមតាមានរឿងអីមែនទេ កាលពីយកមិញខ្ញុំអត់បានគេមកយកហើយខ្ញុំខ្លាចវាជាសម្បត្តិមួយខ្លាំងណាស់ខ្ញុំខ្លាចពេលដឹកខ្លួនមកវានឹងបាត់បង់អ្វីគ្រប់យ៉ាងទៅអស់វិញ មិនមែនជាការយល់សប្តិម៉ាក់ពិតជាបានត្រឡប់មកវិញពិតមែនម៉ាយឺតបន្តិចទេថ្ងៃនេះម៉ាក់នឹងមកទៅសាលារៀនទេម៉ាក់នឹងនៅកំដៅឯងមួយថ្ងៃពេញ ថាខ្ញុំចាំបានថាកាលនៅពីក្មេងម៉ាក់តែងតែដឹកដៃរបស់ខ្ញុំតែមកដល់ពេលនេះហើយម៉ាក់នៅតែដឹកដៃរបស់ខ្ញុំដដែលរាងកាយរបស់ខ្ញុំពិតជាបានការពិតមែន បានហើយអេងប៉ែកុំយំអីឯងដឹងថាសុខភាពខ្លួនឯងមិនសូវល្អចឹងឯងត្រូវតែមកថែសុខភាពខ្លួនឯងឲ្យបានល្អត្រូវតែខំរស់នៅឲ្យបានដល់100ឆ្នាំឆ្លាន ខាងនេះលោកម្ចាស់ដេនីរ៉ូអរុនសុស្ដីមានផ្ទះអ៊ីថ្ងៃក្រោយឯងចំពោះអ្នកនាងរ៉ូត្រូវតែប្រតិបត្តិនឹងជាយើងចឹងណាត្រូវតែមកចត់បាទតែឯងស្អីយើងនិយាយម្ដងទៀតបើថ្ងៃក្រោយបញ្ហារបស់យើងផ្ទុយពីបញ្ហារបស់អ្នកនាងរ៉ូឯងត្រូវរកបញ្ហាអ្នកនាងរ៉ូឯងស្ដាប់យល់ទេបាទនេះខ្ញុំស្ដាប់ច្រឡំទៅដឹងមកម៉ាក់អង្គុយត្រង់នេះមកម៉ាក់ចាំខ្ញុំចាក់ទៅដាក់គោឲ្យ អេងប៉ែឯងក៏ចាក់ខ្លួនឯងដែរទេ ដាក់ស្ករច្រើនបន្តិចទៅនិយាយទូតឯងគាត់ចូលចិត្តសុំចេញបានមកផ្សាក់ខ្លួនទៅ អរគុណហើយអាយៀន នេះមានរត់អីទៅលោកម្ចាស់លោកប្រុសទៅត្រឡប់មកវិញហើយខ្ញុំមានចៅតូចម្នាក់ទៀតធម្មតាគេមិនស្នាក់នៅទីនេះទេខ្ញុំទិញផ្ទះឲ្យគេនៅក្បែរសាលារបស់គេឆ្លាតណាស់ម៉ាក់ប្រកាសជាចូលចិត្តគេហើយលោកតាលោកតាខ្ញុំត្រឡប់វិញហើយនេះជារងអីតាខ្ញុំទៅសារវាស្នេហ៍ប្រាប់នាងចំពោះគ្រប់គ្នានាងបដិសេធនឹងជាមួយនឹងខ្ញុំមកដល់ផ្ទះខ្ញុំបានន័យថាយ៉ាងម៉េចទេណាឯងនិយាយអីហ្នឹងពួកឯងស្គាល់គ្នា ជាមិត្តរួមថ្នាក់នៅជាមិត្តរួមតុកទៀន យ៉ាងម៉េចនាងបដូរចិត្តហើយទៅមករកខ្ញុំដល់ផ្ទះលោកតានេះលោកតាវាយខ្ញុំមិនដល់យើងចង់វាយឯងលោកតាវាយខ្ញុំធ្វើស្អីទៅណែមេផ្ទះអ៊ីបាទឆាប់នាំចេញទៅយើងប្រាប់ឯងណានេះគឺលោកយាយទូរបស់ឯងឆាប់លុយជង្គង់ចុះទៅលោកយាយទូស្អីគេខ្ញុំស្ដាប់មិនយល់ទេឯងចង់ស្ដាប់យល់ឯងស្ដាប់យល់ហើយនៅយើងសួរឯងម្ដាយរបស់ប៉ាឯងគឺលោកយាយចុះម្ដាយរបស់លោកតាឯងជាស្អីទៅស្អីគេហ្នឹងខ្ញុំមិនមែនជាក្មេង3ឆ្នាំទេខ្ញុំកំពុងតែសួរឯងម្ដាយរបស់ប៉ាឯងហៅថាលោកយាយចុះម្ដាយរបស់លោកតាឯងនោះគេហៅថាស្អីវិញទៅហៅថាស្អីទៅគឺលោកយាយទួត ឆ្លាន នេះនឹងធ្វើស្អីទេនេះហ៊ានស៊ីខូចលើខ្ញុំផងហ៎ឯងឆាប់បិទមាត់ទៅមិនមែនទេលោកតាមិនមែនទេបងប្រុសពេលនេះនាងនេះកំពុងតែប្រមាថដល់ព្រលឹងលោកយាយទូរបស់យើងហើយលោកយាយទូរបស់យើងនោះគាត់នៅខាងលើទៅនោះហើយណាហើយទ្រព្យសម្បត្តិរបស់គ្រួសារជីយើងទាំងអស់នេះពាក់កណ្ដាលទៅហើយដែលបានមកបើការខិតខំរបស់លោកយាយទូតណាគាត់ជាមនុស្សសំខាន់ណាស់ក្នុងគ្រួសារជីបើគ្មានគាត់ទេគ្រួសារជីរបស់យើងក៏គ្មានថ្ងៃនេះដែរពួកយើងសុទ្ធតែនៅគ្រប់គ្នាណាម្ដងជេរខ្ញុំម្ដងសរសើរខ្ញុំឯងនិយាយទៅថាយើងគួរខឹងនឹងឯងដែរទេ លោកយាយទូតដូចមុននេះគឺវាមិនសមហេតុផលទេស្ទើរយាគេមិនទាន់អាចទទួលស្គាល់បានជារឿងធម្មតាទេលោកយាយទូតកុំទាន់អាចខឹងទៀតអីបងប្រុសនេះបងហៅថាម៉េចគាត់ពិតជាលោកយាយទូតរបស់យើងពិតមែនណាមិននឹងអាចទៅអ្នកគ្រប់គ្នាប្រហែលត្រូវគេដាក់ឆ្នាំហើយនេះគ្រាន់តែជាមនុស្សបោកប្រាស់ទេលោកតាខ្ញុំប្រាប់ថានេះគឺនេះជាមនុស្សបោកប្រាស់ទេអញ្ចឹងយើងនៅមកឯងបានស្គាល់ចុះលោកស្រីរងគឺជាម្ដាយជាទីគោរពរបស់យើងណាជាយាយទូតរបស់ឯង អ
នេះលោកតាលេងមែនទេណាយើងប្រាប់ឯងណាចាប់ពីថ្ងៃនេះទៅឯងត្រូវគោរពគាត់មើលថែគាត់ស្ដាប់បញ្ជាគាត់ហើយត្រូវការពារគាត់បើមិនចឹងនោះទេឯងក៏ឆាប់ចេញពីផ្ទះនេះទៅយើងមិនខ្វះចាប់គាត់ទេបាទខ្ញុំចាំឲ្យលោកតាបងប្រឹងអញ្ចឹងខ្ញុំជឿតាមបងចុះលោកយាយទួតឆ្លែនលោកម្ចាស់ខ្ញុំនាំនាងតមកហើយតមកនេះមកលោកតាទួនប៉ាប៉ាអ្នកមីងអេហៅខុសហើយមិនអីទេឲ្យគេហាអញ្ចឹងក៏បានដែរតម៉ាទៅរកគាត់ទៅតជាកូនរបស់អាយៀនគេស្នាក់នៅឯសាលាម្ដាយរបស់គេពេលដែលបង្កើតគេនោះគឺស្ទះទឹកភ្លោះហើយក៏ស្លាប់បាត់ទៅទើបគេគ្មានម្ដាយតាំងពីកំណើតមកម្ល៉េះអញ្ចឹងទេខ្ញុំខំតែគិតថាអាយៀនមកពីគេមិនទាន់មានកូនដូច្នេះតែប្រញាប់ធ្វើជាឪពុកឲ្យកូនរបស់គេនាំគ្នាហូបទៅនាំគ្នាហូបបាយទៅប៉ុន្តែតនៅតូចយ៉ាងនេះហេតុអីបានចំពោះអញឲ្យគេស្នាក់នៅសាលារៀនទៅវិញអាយៀនគេនិយាយថាចង់ឲ្យកូនគេចេះឯគេតាំងពីក្មេងទើបបញ្ជូនគេទៅសាលានោះទៅតែសាលានោះគឺល្អណាស់គេមើលថែបានល្អមិនរៀនបែបអន្តរជាតិជាសាលាទៅដែរល្អណាស់អញយកចិត្តទុកដាក់លើការអប់រំបែបអន្តរជាតិពេកហើយអាយៀនខ្ញុំសួរឯងតើកូនស្រីរបស់លេខាឡានគេក៏ចូលរៀននៅសាលានេះដែរមែនទេគឺបែបនេះទេអាយៀនគេគ្មានឪពុកតាំងពីក្មេងមកគេខ្វះភាពសុវត្ថិភាពបើរៀនសាលាស្នាក់នៅខ្ញុំខ្លាចថាគេនឹងអាចមិនស្ងប់ហើយនឹងឆាប់ប្រតិកម្មជានេះអាយៀនគេគ្មានឪពុកខ្វះភាពកក់ក្ដៅអញ្ចឹងបងមិនឆាប់រៀបការជាមួយម្ដាយទេតែម្ដងទេផ្ដាស់គ្រួសារមើលភាពកក់ក្ដៅដល់គេត្រូវឲ្យយើងពិតជាចូលចិត្តសៀវយាណាស់ទាំងឆ្លាតទាំងរវីឯដល់ពេលណាសំគួររៀបចំតែម្ដងទៅបានចង់រកពេលរៀបចំអីខ្ញុំមកទៅអ្នកទាំង3នាក់គួរតែទៅមន្ទីរពេទ្យព្យាបាលផ្ទៃចេញម្ដងហើយលោកម្ចាស់សៀវយាបានមកដល់ហើយលោកម្ចាស់សៀវយាមកហើយមែនទេប៉ាអគ្គនាយកជ័យតើលោកយ៉ាងម៉េចដែរហើយបានល្អធូរច្រើនហើយលោកតាទួនខ្ញុំជូនពរលោកតាមានសុខភាពល្អបើលោកតានៅតែឈឺទៀតសៀវយាពិតជាពិបាកចិត្តណាស់យ៉ាសៀវយាពិតជាប្រកែកនិយាយមែនជួបពេលល្អណាស់ញ៉ាំបាយជាមួយគ្នាមកអ្នកនាងរងបងមិនប្រកាន់ខ្ញុំអង្គុយក្បែរបងទេលេខាឡាណាអញ្ចឹងនាងអង្គុយក្បែរអាយៀនមកណាយើងមិនអាចទៅអង្គុយប្រជិតក្បែរគ្នាបានទេខ្ញុំចាំបានថាអ្នកម៉ាក់ចូលចិត្តញ៉ាំត្រីនេះណាឋានៈដូចជាអគ្គនាយកជ័យនេះបើចាំហូបឲ្យក្មេងចំនួនក្រោយមកទៅគាត់ពិតជាចូលចិត្តគេនេះប៉ាខ្ញុំក៏ចង់ញ៉ាំត្រីដែរប៉ុន្តែខ្ញុំខ្លាចស្លាក់ចឹងត្រីណាប៉ាអាចជារើសត្រីខ្ញុំបានទេប៉ាប្រកាសជារើឲ្យឯងហើយប៉ាខ្ញុំក៏ចង់ញ៉ាំត្រីដែរពេលនេះតខំហើយត្រូវចេះរើសឆ្អឹងខ្លួនឯងមិនអាចចេះតែពឹងពាក់លើអ្នកទេយល់ទេតធំហើយប៉ុន្តែតាមរយៈដឹងតគេនៅក្មេងជាងស៊ីដល់ទៅប៉ុន្មានខែចង់ញ៉ាំត្រីមែនទេឆាប់រើឆ្អឹងទៅឈាមរបស់គ្រួសារជីបែរជាត្រូវគេមិនអើពើនៅក្នុងផ្ទះដល់ថ្នាក់នេះមេគ្រួសារអីនេះពិតជាគ្មានទំនួលខុសត្រូវអីបន្តិចសោះមិនបានចារខ្វាក់ភ្នែកទេត្រូវទេឆាប់រើឆ្អឹងទៅបានខ្ញុំពិតជាអើពើជាមួយតមែនអ្នកធំនៅក្នុងរដ្ឋាភិបាលពេលឃើញលោកតាដឹងតែគ្រប់តាំងពី3ផ្លូវមុនតើហេតុអីបានជាគាត់ស្ដាប់តានាងដូច្នេះទៅវិញហើយយីណាដូចជាមិនបាច់ធ្វើការទេហើយនៅនាងរងហើយនឹងទៅទិញអីវ៉ាន់អីខ្លះទៅបានលោកតាឬក៏អ្នកនាងរងម្នាក់នេះគឺជាភរិយាដែលលោកម្ចាស់បានរកឲ្យជឿយានបើមិនអញ្ចឹងមិនមែនគាត់ឲ្យគេច្រានចោលការងាររបស់គេដើម្បីកុំដល់នាងទេ
ប៉ុន្តែប៉ាមិនមែនបានសន្យានឹងខ្ញុំថានឹងនាំខ្ញុំទៅតុក្កតាខ្ញុំទេតុក្កតានោះគឺជាប្រភេទតុក្កតាដែលមានចំនួនកំណត់ទូទាំងពិភពលោកប៉ានឹងទៅឲ្យខ្ញុំតើត្រូវទេរឿងរបស់មនុស្សចាស់ក្មេងៗកុំចេះលូកមាត់សៀវយាម៉ាកុំធ្វើឲ្យលោកប៉ាលំបាកអីចាំម៉ាក់នាំកូនទៅដល់លេងនៅសួនកុមារចាំខ្ញុំជួយពួកនាងទេលោកតាខ្ញុំជួយដំណើរពួកនាងសិនសម្បីក៏បងក៏ប្រែយទៅដែរណាម៉ាមុននេះម៉ាបានដាក់ខ្ញុំឲ្យស៊ីជាម្នាក់នេះតែដំណើរដូចស្លាញ់ពីតអាចចៅប្រុសម្នាក់នេះពិតជាមិនអាចបែងចែកបានពិតមែនម៉ាកាត់ខ្មៅទាំងអស់នេះថ្ងៃក្រោយម៉ាចង់ទិញអីទិញតាមចិត្តចុះណាកានខ្មៅទាំងអស់នេះបើឲ្យខ្ញុំមួយក៏មិនខុសដែរមែនទេឯងនេះចេញទៅយើងឲ្យឯងមួយខែប្រហែលលានទៅហើយនេះឯងនៅចាយមិនគ្រប់ទៀតទេនេះមិនមែនមកពីខែមុនខ្ញុំបានទិញខ្សែកមុនតម្លៃទៅ10លានទេបានអញ្ចឹងយើងយកវាទុកឲ្យចំណាយប្រចាំខែរបស់យើងនៅថ្ងៃក្រោយចាប់ខ្ញុំជាអ្នកបាក់ឲ្យគេមិនអាចទេត្រូវតែអញ្ចឹងថ្ងៃក្រោយឯងនៅសាលារៀនត្រូវទៅការពារលោកយីទូឲ្យបានល្អពេលគាត់ឲ្យឡើងឯងត្រូវបែកទ្វារនៅពេលដែលគាត់អត់គ្រប់ឯងត្រូវជួយទីកៅហើយនៅពេលដើរទៅរៀនឯងត្រូវជួយស្ពាយកតារបស់គាត់ពេលញ៉ាំអាហារឯងត្រូវចាប់ស្អីឲ្យគាត់ឯងដឹងហើយទៅឃើញប្រាប់ទេខ្ញុំនឹងធ្វើឲ្យលោកយាយហត់ទេប្រយ័ត្នខាងមកវិញនៅស្មងប្រយ័ត្នហេតុអីបានជារងអ៊ីគេកាត់ស្អាតឡើងអញ្ចឹងមកទៅនឹងស្អាតជាងស្រីស្អាតប្រចាំសាលារយ៉ាយទៀតមិននឹងឲ្យខ្ញុំក៏គិតអញ្ចឹងដែរបងយីដើម្បីតាមស្រឡាញ់បងអ៊ីបានបងសុំតាមស្ពីកបោឲ្យនេះយើងទាំងនេះហើយបិទមករវាញ់ទេលោកមិនមែនទេនេះលោកយាយចូលទៅក្នុងថ្នាក់មុនសិនទៅណាខ្ញុំនេះទៅជួយបាត់ឯបន្តិចសិនជួយឈប់សិនជិបមិនចាំបានរៀបចំតារាងផែនការឯងមួយឯងមើលទៅដេកម៉ោងរៀនដក 10,000 ចូលលឿនចេញជិះដក 2,000 ជក់បារីម្ដងដក 5,000 ហើយបែកនេះម្ដងដក 10,000 ដក 5,000 ដក 10,000 ស្អីទេដល់ការឈូមែនជីវិតរបស់ខ្ញុំជាការលេងសើចមែនទេជីវិតរបស់ខ្ញុំពិតជាលំបាកណាស់នៅម៉ាអ៊ីងប៉ៅឬថាម៉ាក់ចូលប្រកួតកម្មវិធីទេពកោសល្យរបស់ក្រុមហ៊ុនជីម៉ាក់ចូលការជ្រើសដំបូងហើយអ្នកម៉ាក់ពិតជាពូកែមែនម៉ាក់ចូលរួមគឺដើម្បីឯងប៉ុន្តែឥឡូវនេះឯងដឹងខ្លួនហើយម៉ាក់ក៏ថាមិនចាប់ឲ្យបន្តចូលរួមទៀតទេកាលនៅក្មេងខ្ញុំចាំបានថាអ្នកម៉ាក់ចូលចិត្តច្រៀងហើយត្រូវបានគេអញ្ជើញចូលច្រៀងទៀតផងបើអ្នកម៉ាក់មិនបានចូលទៅក្នុងការស្រាវជ្រាវទេអ្នកម៉ាក់បានខ្លាចជាតារាចម្រៀងដ៏ល្បីម្នាក់បាត់ទៅហើយព្រោះក្រោយមកដឹងថាការច្រៀងមិនអាចជួយប្រជាជនទេកាន់តែមិនអាចជួយប្រទេសជាតិបានឥឡូវនេះមិនដូចពីមុនទេឥឡូវនេះល្អណាស់ប្រទេសជាតិយើងរុងរឿងធ្វើអ្វីក៏ល្អដែរតែបណ្ដោះឲ្យម៉ាក់រស់ឡើងម្ដងទៀតបើអញ្ចឹងម៉ាក់សាកទៅយកបទពិសោធន៍ជីវិតផ្សេងមួយទៀតទៅគិតមើលសិនម៉ាក់ទៅបន្ទប់ហើយជឿយិនគេស្រវឹងហើយខ្ញុំកំពុងជូនគេទៅបន្ទប់របស់គេហើយនេះពិតជាចំមែនផឹកអីក៏ផឹកចឹងហ្នឹងមើលបន្ទប់ធំនោះមិនមែនជាបន្ទប់របស់លោកស្រីម្ចាស់គ្រូសាជីទេមិនបានជារងអីគេនៅបន្ទប់នោះអញ្ចឹងលោកអគ្គនាយកចៅគេធ្វើជាម្ចាស់ស្រីបន្ទាប់នេះអូនមើលអ្វីទៅអើយតែយ៉ាងម៉េចនឹងជឿយិនបងឆាប់និយាយប្រាប់ខ្ញុំមកតើអ្នកនាងរងគេវាស្នាក់នៅក្នុងផ្ទះគ្រូសាជីក្នុងនាមជាអីដែរគេគឺជាសមាជិកគ្រួសារចុះខ្ញុំវិញនោះជឿយិនពួកយើងនៅជាមួយគ្នាជាយូរមកនេះតើបងចិត្តទុកខ្ញុំជាអ្វីគេគឺសមាជិកគ្រួសារអូនគឺជាមិត្តស្រីរបស់បងរឿងនេះវាគ្មានអីតាក់ទងគ្នាទេយ៉ាមិនបានជាអូនយំចឹងខ្ញុំគិតចាំពីអីគ្មានរឿងអីទេរងអីយើងនឹងមិនឲ្យឯងរស់នៅបានសុខស្រួលទេការប្រកួតនៅថ្ងៃនេះទូសំខាន់ណាស់អាយណានរណាទទួលខុសត្រូវលើ G Entertainment ទៅ
ឯងត្រូវប្រាប់គេឲ្យដល់ធនធានដល់ល្អបំផុតដល់លេខទូររបស់ឯងណាហើយនៅមាន អ៊ី ទៀត ងប៉ាវប្រសិនបើម៉ាក់ពឹងពាក់លើខ្សែដើរតាមក្រោយនោះវានៅហៅថាទទួលបទពិសោធន៍ថ្មីដែរទេដែលសំខាន់នោះវាមិនយុត្តិធម៌សម្រាប់អ្នកដទៃឡើយ អ្នកមកនិយាយត្រូវ បានហើយពួកឯងក្លាប់ទៅវិញទៅបើឲ្យគេឃើញនោះវាមិនល្អទេ អ្នកមកស៊ូណាអាយណាអើយើងទៅសម្បត្តិទស្សនិកជនយើងមិនស្លឹកមកយើងចង់ទៅមើលគ្រប់ត្រម៉ាក់យើងដល់ផ្ទាល់ណានេះធ្វើមិនត្រូវទេនេះគួរតែដាក់រូបថតរបស់ម៉ាក់យើងនៅចំកណ្ដាលតែម្ដងទៅ ដំណើរសវណ្ណកៃនេះគឺជាកម្មវិធីបង្ហាញទេពកោសល្យធំមួយដែលបានរៀបចំឡើងដោយជា Entertainment កម្មវិធីនេះមានមនុស្ស40000នាក់បានចូលរួមប្រឡងវគ្គជំរុំមានក្មេងស្រីចំនួន8នាក់បានជ្រើសរើសក្នុងជុំបឋមនៅវគ្គបញ្ចប់នៅក្នុងចំណោមពួកគេនឹងមានម្នាក់បានក្លាយជាម្ចាស់ពានរង្វាន់ រងយោ រងយ៉ាខ្ញុំចូលចិត្តបងណាស់រឿងភាពយន្តដែលបងបានសម្ដែងខ្ញុំធ្លាប់បានមើលទាំងអស់ចម្រៀងបងក៏ខ្ញុំធ្លាប់ស្ដាប់ដែរបងអាចស្នើជាមួយបានទេស្រីសម្រាប់ដូចនាងនេះក៏អាចមកប្រឡងវគ្គជំនុំបងបានដែរនាងក៏មិនរាក់តែជាមួយខ្ញុំអីសោះក៏មើលខ្ញុំអីកុំខឹងខ្ញុំអីកាបូបរបស់គេហេតុអីមកទៅស្រដៀងនោះមិនមែនជាកាបូបអែមែដែលមានចំនួនកំណត់ទេកាបូបនេះមានតម្លៃដល់ទៅ 180,000 ជាងនេះគេពិតជាមានលុយមែននាងគ្មានលុយទិញកាបូបថ្លៃដល់ម្លឹងទេគ្រាន់តែឃើញក៏ដឹងថាកូពីដែរក្រសែភ្នែកពិតជាអន់មែនអ្នកគ្រប់គ្នាប្រសិនបើអ្នកណាមានយោបល់ណាមួយអំពីក្រុមការងារកម្មវិធីនេះសូមប្រាប់ខ្ញុំមកខ្ញុំឲ្យក្រុមការងារកែលម្អឡើងវិញនេះគឺជាលេខាឡារបស់ក្រុមហ៊ុនជីនតែប៉ារបស់ខ្ញុំបានរកគ្រប់វិធីសាស្ត្រដើម្បីបានជួបមុខគេម្ដងតែទោះជាយ៉ាងណាក៏មិនដែលបានជួបប៉ុន្តែខ្ញុំបាច់បានជួបគេដល់ងាយៗបែបនេះនៅត្រូវបោះជំហានឡើងលើឆាកធំទៅបាច់ឈានដល់កម្រិតខ្ពស់បានរងអេនេះក៏ចូលរួមដែរឬក៏ត្រកូលជីបង្កើតកម្មវិធីមួយនេះឡើងមកគឺដើម្បីលើកដំកើងនាងឲ្យចូលវិថីសិល្បៈតែជាប្រវត្តិរូបទាំងអស់របស់រងអេមកឲ្យខ្ញុំមកស្រីស្អាតបន្តិចទៀតខ្ញុំនឹងផាត់មុខបែបនេះឲ្យនាងច្បាស់ជាស្អាតដល់គេជាមិនខានរំខានហើយអូបានខ្ញុំដឹងហើយអធិស្ឋានផងបងអូនស្រីនៅខាងដារីតាស្រាប់តែមានការងារបន្ទាន់ឲ្យខ្ញុំបញ្ញាប់ទៅរកគាត់នៅមិនដល់កន្លះម៉ោងទៀតទេដល់វេនគេឡើងឆាកហើយនាងសុំបែកតែមុខនៅមិនទាន់បានផាត់ផងដល់ពេលនោះនាងច្បាស់ជាអាក្រក់ជាមិនខានឆាប់បន្តផាត់មុខទៀតទេចាយ៉ារបស់ខ្ញុំបងស្អាតជាងគេអ្នកផ្សេងទៀតមិនស្មានអ្នកយកស្បែកជើងរបស់បងផងរងអ៊ីទៅស្អាតដាច់គេរងហ្វឺនៅចាំកំដរទេអស់សំណោចណាស់រងអ៊ីមិនដឹងជាស្មានមកពីណាទេជាសម្រាប់មកល្បីឈ្មោះផងក៏ហ៊ានមកប្រកួតនឹងយ៉ាយ៉ាដែរចាយ៉ាងនេះទៅឲ្យមិនព្រមនៅផ្ទះទេនៅមន្ទីរនេះធ្វើដោយកូនក្មេងមែនទេលោកតាចង់ធ្វើស្អីគេហ្នឹងឯងឲ្យក្រុមការងារអូពួកនេះអស់នេះចេញទៅក្រៅទៅបានទេលោកតាមើលការប្រកួតនឹងស្ងប់ស្ងាត់ទៅបានទេទៅបើកាត់សន្ទើជាមួយគេធ្វើមិនកាត់សន្ទើស្អីឯងមិនឃើញគេនោះមានអ្នកគ្រប់ត្រូលចាំទេយើងក៏ធ្វើជាអ្នកគ្រប់ត្រូលឲ្យទូតរបស់ឯងតែប៉ុណ្ណោះបានហើយអ្នកដែលឡើងមកសម្ដែងបន្តទៀតគឺរឿងរយ៉ាសូមអ្នកទាំងអស់គ្នាតែដៃអបអសាទរអរគុណយ៉ាយ៉ាពិតជាពិរោះណាស់សូមអរគុណរងរយ៉ាសូមគណៈកម្មការវិតម្លៃលើសមត្ថភាពរបស់បេក្ខជនរងរយ៉ាសូមអបអររងរយ៉ាទទួលបាន97ពិន្ទុបច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ1បន្ទុកពួកយ៉ាងនេះតើអ្នកជាពិរោះណាស់មែនទេអ្នកដែលឡើងមកសម្ដែងបន្តទៀតគឺរងអីបាត់តែនាងយកមកសម្ដែងគឺលាហើយសូមតែដៃអបអសាទររងអីរងប្រែហើយនាងឡើងឆាប់មកទាំងមិន make up ទេនេះគេស្លៀកពាក់ម៉ូដស្អីហ្នឹងរងអីនេះខ្ញុំក៏ថាមុខមាត់ស្អាតគ្រាន់បើដែរតែសម្ដែងទាំងមិន make up បែបនេះពិតជាមិនគ្រប់ឆាកសម្ដែងអីបន្តិចសោះមិនសមនឹងជាប់ទេណែមានរឿងអីហ្នឹងនិយាយទៅរបស់អញមិនមានសម្លេងពាក់ហើយនឹងការតុបតែងខ្លួនសោះអញ្ចឹងចាំមិនទេចង់ខ្ញុំខលទៅសួរគេសិនចាំឡើងទៅមើលស្អីណានេះមិនបានចេញមកតាំងខ្លួនបែបហ្នឹងមែនណាស់ហើយអើយ៉ានាងក៏រត់នឹងជាមួយនឹងការគ្មាន make up ពិតជាស្អាតខ្លាំងណាស់មើលស្អីគ្រប់គ្នាគួរតែធ្វើតាមនាងហើយអើយ៉ាឯងពិតជាមានខ្សែភ្នែកល្អមែន
长亭外，古道边，芳草碧连天。风拂柳笛， តាប៉ានៅឯណា 夕阳山外山。 ប៉ាប៉ាកូនគាត់ពលីជីវិតហើយ 一只脚，只脚伴灵活，一壶浊酒尽余。 អ៊ីងប៉ាពួកយើងត្រូវតែបំពេញបំណងចង្រៃរបស់ប៉ានាំពួកគេទាំងអស់គ្នាត្រឡប់ទៅប្រទេសរបស់ពួកយើងវិញទៅតបស្នងនៅប្រទេសជាតិយើងវិញ កូននឹកលោកប៉ាខ្លាំងណាស់ ចាំមកជ្រែកកូនស្ដាប់តើល្អទេ 长亭外，古道边，芳草碧连天。问君此去几时来？来时莫徘徊。胭脂呀。 ហេតុអីបានជាខ្ញុំស្ដាប់ទៅធ្វើខ្ញុំចង់យំយ៉ាងនេះសំនៀងរបស់នាងមិនបានជាស្ដាប់ទៅដូចជាសោកសៅយ៉ាងនេះអញ្ចឹងប៉ុន្តែវាមានការបដិញ្ញាចិត្តដែលមិនអាចបញ្ឈប់បាន 一壶浊酒尽余，唱到我心里上。今宵别人红昏，安静的歌声。今宵别梦寒。 ពីរួណាពុតជិះមកពីរួណាពីរួណាពីរួណាពីរួពិតមែនពុតជិះមកពីរួពិតមែនក៏សម្ដេចនេះពុតអស់ចាស់ណាស់ក៏តែខ្លួនក៏បានស្អប់បាត់ដែរជិះវិញក៏បានដាក់អារម្មណ៍ល្អទៀត សូមគណៈកម្មការវិតម្លៃលើសមត្ថភាពរបស់បេក្ខជន99បន្ទុកវាគឺជាបន្ទុកមួយដែលខ្ពស់ជាងគេសូមជឿរបស់បោះសាតបេក្ខជនរងអី 99បន្ទុក99បន្ទុកណាអើយ99បន្ទុកណា យ៉ាបានតែ97បន្ទុករងអីនេះសំអាងអីត្រូវហើយសម្អាង ពួកឯងថាទៅសម្អាងអើយសម្អាងគេជាងព្រោះជាងហើយ យ៉ារបស់ពួកយើងទៅបកាយជាង រងអ៊ីទៅប្រកាយជាងលោកម្ចាស់ខ្ញុំបានសើបដឹងហើយគឺមកពីលេខាឡានបានលោក make up ហើយបានហៅជាង make up របស់អ្នកនាងរងទៅ make up ឲ្យគាត់ ការបូបមួយនេះគឺគ្រួសារជ័យជាអ្នកតែងនាងមែនទេខ្ញុំខំតែគិតថានាងគឺជាសិស្សសាលាម្នាក់នាងនឹងមកទទួលកាដូដែលមានតម្លៃយ៉ាងហ្នឹងទេនេះគឺជាហេតុផលដែលនាងធ្វើរឿងថ្ងៃនេះឡើងមកមែនទេបើសិនជាលេខាឡានមិនអាចបែងចែកសាធារណៈឬឯកជនបានទេខ្ញុំគិតថានាងមិនស័ក្តិសមការដំណើរជាលេខារបស់ប្រធានក្រុមហ៊ុនទេសូមសួរថាតើអ្នកនាងរងចង់ប្រើអត្តសញ្ញាណអ្វីដើម្បីបណ្ដេញខ្ញុំចេញពីតំណែងលេខានេះ ខ្ញុំបានបញ្ចប់ការសិក្សាមកពីសាលាល្បីនៅក្រៅប្រទេសគឺនាយកផ្នែក HR របស់ក្រុមហ៊ុនជីជាអ្នកអញ្ជើញខ្ញុំឲ្យមកធ្វើការនៅទីនេះនរណាម្នាក់ក៏មិនអាចបណ្ដេញខ្ញុំចេញបានដែរនាងចង់ដាក់ស្នើការលីឈប់ដោយខ្លួនឯងឬចង់ឲ្យក្រុមហ៊ុនបណ្ដេញនាងចេញអ្នកនាងរងនេះអ្នកនាងដូចជាក្រអឺតកតងពេកហើយខ្ញុំបានសើបពីនាងរួចហើយនាងគ្រាន់តែជាក្មេងមកពីជនបទកុំគិតថាលោកម្ចាស់ចូលចិត្តនាងក៏បានចិត្តពេកនោះលោកម្ចាស់គាត់ចាស់ចាប់ផ្ដើមភ្លេចភ្លាំងហើយ ជើយានទៅជាមេគ្រួសារពិតប្រាកដហើយខ្ញុំគឺជាម្ស្រីរបស់ជើយានគឺជាថៅកែស្រីរបស់ក្រុមហ៊ុនជីនៅថ្ងៃណាកុននាងសំអាងអីចង់មកដេញខ្ញុំចេញនោះគឺសំអាងថាបន្តិចទៀតទូរស័ព្ទនាងនឹងទទួលបានសាប់ឆាចូលមួយអ្នកនាងឡារើសៀរសារពួកខ្ញុំបានសុបកេតដឹងថាអ្នកនាងបានរំលោភលើបទបញ្ញត្តិការងារក្រោយពីការពិចារណារបស់ក្រុមហ៊ុនអ្នកនាងត្រូវបានបណ្តេញចេញជាផ្លូវការហើយ ក
ការសម្ដែងរបស់ម៉ាក់ថ្ងៃនេះពិតជាអស្ចារ្យណាស់អស្ចារ្យទៅម្ដងថ្ងៃនេះម៉ាក់ហត់ហើយមែនទេអញ្ចឹងម៉ាក់ពិសាច្រើនទៅ ពាក្យទាំងអស់នេះតើឯងបានរៀនមកពីណា នេះជាសមត្ថភាពមូលដ្ឋានរបស់ខ្ញុំក្នុងការគ្រប់គ្រងម៉ាក់ណា អាយៀនតើឯងត្រៀមនឹងនិយាយរឿងលេខាឡានជាមួយយើងមែនទេគឺយើងបានលុយចូលទៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុនជីហើយនឹងបានផ្ញើលិខិតជូនដំណឹងអំពីការបណ្ដឹងចេញដល់លេខាឡាន ប្រព័ន្ធសន្តិសុខរបស់ក្រុមហ៊ុនជីបានបង្កើតឡើងដោយក្រុមសន្តិសុខនៅក្នុងប្រទេសណាម៉ាក់អាចបំបាច់វាបានដោយងាយបែបនេះម៉ាក់អើយម៉ាក់ពិតជាអស្ចារ្យពិតមែន ប៉ុន្មានថ្ងៃនេះម៉ាក់បានរៀនបច្ចេកវិទ្យាខ្លះដោយខ្លួនឯងប៉ុន្តែម៉ាក់ស្មានមកដល់ថានឹងបំបាច់ជាងសុវត្ថិភាពរបស់ក្រុមហ៊ុនជីបានឯងបញ្ញាប់រកគេឲ្យបង្កើតថ្មីមួយទៀតទៅ លោកយាយទួដែររស់ស៊ីគ្មានបំណងចង់ធ្វើបាបលោកយាយទេនាងគ្រាន់តែខ្វល់ពីសម្រាប់របស់ខ្លួនឯងតែប៉ុណ្ណោះគុំដល់ថ្នាក់ដេញចេញអីគ្រាន់តែទម្លាក់តំណែងតាមដានមើលសិនគឺនឹងជួយក្រៅគ្មានលក្ខណៈសម្បត្តិសម្រាប់ធ្វើជាលេខារបស់ក្រុមហ៊ុនជីទេឯងក៏ដូចគ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកគ្រប់គ្រងទេសៀវជាងមកផ្ទះយើងបន្តិចហើយយកឯកសារផ្ទៃពីហ៊ុនមកផងយល់ទេលោកប្រុសសញ្ញាទៅមិនមែនគេទេយើងចង់ផ្ទៃពីហ៊ុនទាំងអស់ឲ្យទៅអ្នកនាងរងអូបាត់មិនយល់ការអញ្ចឹងឆាប់បើកទៅ ពិតជាត្រូវសញ្ញាពិតមែនអេងប៉ាគេ78ឆ្នាំទៅហើយខ្ញុំជាម្ដាយរបស់គេនេះមិនអាចទ្រាំមើលអេងប៉ាគ្រប់គ្រងក្រុមហ៊ុនទាំងមូលបានទេប្រធានអគ្គនាយកចាប់ពីថ្ងៃនេះតទៅខ្ញុំតាមបម្រើលោកស្រីអស់ពីចិត្តពីថ្លើមអូត្រូវហើយត្រូវការឲ្យផ្សព្វផ្សាយការផ្ទៃតំណែងនេះជាសាធារណៈដែរទេ មិនចាំបាច់ទេខ្ញុំមិនចង់មានការរំខានអ្វីទេ បាទលោកស្រីពេលនេះលោកយាយអាចជាអគ្គនាយកហើយត្រូវការបណ្ដេញបុគ្គលិកចេញអីនោះមិនចាំបាច់ត្រូវការសុំការអនុញ្ញាតពីឯងនោះទេអគ្គនាយកចង់ដេញបុគ្គលិកចេញនោះមិនចាំបាច់ត្រូវការសុំការអនុញ្ញាតពីឯងទេ ខ្ញុំបានអានពីលោកយាយទឿកាលពីមុនជាអ្នកស្រាវជ្រាវម្នាក់ដែលទទួលបានការគោរពពីមហាជនជាច្រើនលោកយាយទឿគឺជាមនុស្សម្នាក់ដ៏ចិត្តទលាមិនបានជាត្រូវធ្វើបាបមនុស្សទុនជ្រាបដូចជារុស្ស៊ីអញ្ចឹង នារីទន្ខ្សោយ ណែយើងមើលទៅឯរដនេះដូចជាឆ្លាតខ្លាំងណាស់មិនដល់ពេលនេះឲ្យមិនចេះបានចែកអញ្ចឹងហ៎រវាងយាយទឿហើយនឹងមិត្តស្រីគ្មានសិលធម៌របស់ឯងមួយណាសំខាន់ជាងគ្រួសារជាមនុស្សទទួលចាំសារដែលគ្មានសិលធម៌អញ្ចឹងទេ ឯងបាច់គ្នាជាមួយនឹងទៅខ្ញុំមិនបាច់ជាមួយនាងទេបានបើបែបនេះទៅហើយគ្រូសាជីនឹងបង្កកកាត់របស់ឯងទាំងអស់ហើយប្រមូលយកមូលនិធិរបស់ឯងទាំងអស់ប្រាក់ខែគឺបើកតាមខែពីពេលនេះទៅឯងនឹងខ្លាចជាប្រធានក្រុមហ៊ុនដែលមានតែតំណែងតែប៉ុណ្ណោះម៉ាតែខ្ញុំធ្វើអញ្ចឹងត្រូវដែរទេលោកប្រុស មិនលោកប្រុសប្រកាសជាមួយនឹងលោកម្ចាស់ខ្លាំងយ៉ាងនេះនេះតើលោកប្រុសត្រូវបាយផ្ទះហើយមែនទេខ្ញុំអាចចេញពីក្រុមហ៊ុនជីហើយទៅបើកក្រុមហ៊ុនជារបស់ខ្លួនឯងបានប៉ុន្តែលោកតាគាត់ប្រជជនច្រើនហើយរងអីក៏មិនទាន់នឹងសម័យនេះទៀតបើសិនជាខ្ញុំចេញទៅពិតមែននោះក្រុមហ៊ុននេះច្បាស់ជាមានបញ្ហាមិនខានហើយទៅប្រាប់លោកតាទេធ្វើតាមចិត្តរបស់គាត់ទេបាទ យប់ជ្រៅហើយមិនបានជាសៀវយៀបមិនតាន់គេទៀតអញ្ចឹង ប៉ាអាចទិញរូបប្រនាងឲ្យកូនមួយបានទេមិត្តភក្តិរបស់កូនគេសុទ្ធតែមានម្នាក់មួយគ្រប់គ្នាហើយវាពិតជាស្អាតណាស់220000ណា ប៉ាគឺរូបមួយនេះគេមានគ្រប់គ្នាហើយតើកូនមិនស័ក្តិសមនឹងវាទេមែនទេប៉ាតែឲ្យកូនមួយមកបើមិនចឹងទេមិត្តភក្តិកូនពួកគេជួយឲ្យសោយកូនជាមិនខាន ចាំបាទិញឲ្យប៉ាទិញឲ្យឥឡូវនេះណា គណៈនេះរបស់ខ្ញុំពេលនេះគឺមានបញ្ហាឲ្យខ្ញុំខ្ចី20000សិនបានទេ អ
ឥឡូវជំនួយការជាងខ្ញុំបានមកដល់ហើយសូមពន្លឺដំណើរការនេះបន្តិចទេខ្ញុំនៅត្រូវមានកិច្ចការសាលាត្រូវធ្វើទៀត គេពិតជាសំណាងមែនគេពិតជាមហាត់ការនៅក្រុមហ៊ុនជីពិតមែនអគ្គនាយកសូមចេញខាងនេះមកអគ្គនាយកបញ្ជីការបញ្ជាទិញនេះមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវលើអត្ថប្រយោជន៍បុគ្គលិកហើយគេឲ្យមកជួបខ្ញុំឥឡូវនេះ អគ្គនាយកពេលនេះមេក្រុមឡានថាជាចេញធ្វើការហើយខ្ញុំខ្លាចថា ឥឡូវនេះទៅតែម៉ោង 5:45 នាទីទេនៅសល់15នាទីទៀតទៅដល់មកចេញពីធ្វើការ មេក្រុមឡានគេគឺជាប្អូនថ្លៃរបស់ប្រធានជីនោះគេខ្ញុំមិនហ៊ាននិយាយអីទេបើសិនជាបងគេទៅនិយាយជាមួយនឹងលោកប្រធានជីនោះគឺខ្ញុំនេះច្បាស់ នេះមែនទេដែលជាអ្នកស្នងតំណែងគ្រួសារជីដែលឆ្នាំបំផុតនោះនៅជុំវិញខ្លួនគេរត់ទៅដល់ប្រភេទណាខ្លះបញ្ជីទាំងអស់នេះគឺជាភ័ស្តុតាងយកទៅប្តឹងប៉ូលីសទេ អគ្គនាយកប៉ុន្តែខាងប្រធានជីនោះ រឿងដែលគេបង្កឡើងជានៅមិនទាន់ជំនះបញ្ជីជាមួយគេចាត់ទុកថាយើងទៅមកគេណាទៅហើយឆាប់ទេ បាទនេះអ្នកម៉ាឡានជីកាំងជាប្អូនរបស់រុស្ស៊ីគេចូលធ្វើការបានកន្លះឆ្នាំមានរឿងតិចតួចក៏អាចថាជារឿងយល់បានដែរខ្ញុំគិតថាក៏មិនចាំបាច់ដល់ស្ថានីយ៍ប៉ូលីសទេដែរ តើតែកន្លះឆ្នាំគេក៏បានយកអស់28សែនពីក្រុមហ៊ុនទៅហើយប្រសិនបើជាឯងតើឯងនឹងដោះស្រាយដល់របៀបណា ប៉ុន្តែរុស្ស៊ីនេះគឺគ្មានឪពុកម្ដាយនោះទេនេះគឺមានតែសាច់ញាតិម្នាក់នោះទេហេតុអីបានជាយើងមានស្នងលំណែកដែលល្ងងដូចជាឯងអញ្ចឹងហ៎ឡានជីកាំងគេជាសត្វកណ្ដៀពេលនេះគេកំពុងតែស៊ីគ្រឿងរបស់ក្រុមហ៊ុនឯងអស់ហើយឯងនៅនិយាយកាក់ពេលគេទៀត បានហើយអេងប៉ារឿងតែប៉ុណ្្នឹងទេឯងមិនចាំបាច់ត្រូវខឹងយ៉ាងនេះទេអង្គុយទេ យើងខឹងណាស់ ប្រសិនបើឡានជីកាំងអាចសុំអំណុលច្រើនជាង5ដងនៅក្នុងរយៈពេល3ថ្ងៃយើងនឹងដកពាក្យបណ្ដឹងនោះវិញ 5ដងហីនោះគឺ14លានជាងហើយខ្ញុំមានតែលក់ផ្ទះខ្លួនឯងមួយខ្នងជាបន្ទាន់ហើយ ត្រូវហើយដើម្បីការពារឯងពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់គ្រួសារជីដើម្បីបំពេញទុនឲ្យគ្រួសារឡានទ្រព្យសម្បត្តិរបស់ឯងអំបញ្ញមិនយើងអាចជំនួយការជាងរំមកឡើងវិញទាំងអស់ហើយសុំទោសផង ជាគ្រួសារតែមួយទៅហើយនៅត្រូវចិត្តដាច់យ៉ាងនេះផង រឿងគ្រួសារឡានត្រូវជើគុកឬអត់យើងមិនខ្វល់ទេយើងចង់ឲ្យឯងស្គាល់ពីមុខមាត់ពិតរបស់គ្រួសារឡានតែប៉ុណ្ណោះដោយសារតែឯងគឺជាចៅរបស់យើងយើងមិនអាចមិនខ្វល់បានទេ ម៉ាក់គិតបានដិតដល់មែនយើងប្រាប់ឯងណាកុំគិតចង់តែខ្ចីលុយអ្នកផ្សេងអសោះយើងបានប្រាប់គេគ្រប់គ្នាអស់ហើយមិនមែនតែដឹងឯងលោកតា ប៉ានិយាយថាគាត់មិនមកញ៉ាំបាយទេឲ្យយើងញ៉ាំបាយមុនទេ បានលោកប្រុសដូចជាបើកទទួលការងារឯកជនដូចជាប្រើឈ្មោះខ្លួនឯងផ្ទាល់ហើយខំប្រឹងថែម៉ោងយ៉ាងខ្លាំងបងប្រុសដូចជាខំរកលុយដើម្បីឲ្យបាន10លានដើម្បីទៅជួយបងប្រុសរបស់បងស្រីរុស្ស៊ីគាត់ពិតជាល្អជាមួយបងស្រីរុស្ស៊ីពិតមែន ត្រូវមកថាម្នាក់នោះស័ក្តិសមឲ្យយើងធ្វើចឹងដើម្បីគេដែរទេ បើនិយាយត្រូវខ្ញុំឮថាអាយិនបានទិញផ្ទះតម្លៃជាង20លានឲ្យទៅគេហើយនៅមានទិញកាបូបនឹងគ្រឿងអលង្ការដើម្បីរាប់សិបលានទៀតតែមិនដែលបានឃើញគេយកទៅលក់ដើម្បីសងបំណុលទេ ក្មេងនេះត្រូវទៅលើបញ្ហាធំម្ដងទៅឲ្យបង្រឹងខ្លួនបានបើមិនដូច្នេះទេគេនឹងមិនធំឡើងដើម្បីខ្លាចជាសរសៃនៃគ្រួសារជីឡើង ខ្ញុំដែរតាឯងនេះត្រូវមើលលើការខិតខំប្រឹងប្រែងរបស់ឯងហើយយើងនិយាយហើយថាយើងកំពុងធ្វើការឯងកុំមករំខានយើងឆាប់ចេញទៅ ប៉ាកូនគ្រាន់តែប៉ាធ្វើការហត់ហើយបើមិនញ៉ាំបាយទេច្បាស់ជាឃ្លានជាមិនខាន ចេញទៅក្រៅទៅកូនលើលោកតាទួតនិយាយថាប៉ាមួយរយៈនេះខ្វះលុយនេះគឺជាការធនាគាររបស់កូនដែលបានដាក់លុយអាំងប៉ាលោកតាមេផ្ទះបាននិយាយថានៅក្នុងនេះមានលុយជាង 100000 ប៉ាយកវាទៅប្រើការសិនទេ ប៉ាមិនខ្វះលុយទេឯងទៅវិញទៅណា តាប៉ាទេ ទៅលេងក្រៅទៅប៉ាដល់ម៉ោងធ្វើការហើយណាមកយាតាំងពីម្សិលមិញមកបងឈុតការរបស់ខ្ញុំរាប់ហើយសូម្បីតែទិញយ៉ាអ៊ូក៏ប្រើលុយរបស់ខ្ញុំដែរ
ស្របបងចាស់ខ្ញុំអស់83យើងហើយតែពេលណាបងសំខ្ញុំវិញទៅគ្រាន់តែ83យើងសោះឯងក៏ហ៊ានហាមាត់ទីយើងដែរប៉ុន្តែខ្ញុំនេះគឺជាអ្នកក្រណាលោកយាយដារអេចាដើម្បីចិញ្ចឹមខ្ញុំមិនអាចពាក់កណ្ដាលត្រូវចំណាយលើបងទេ ចាំខ្ញុំជួយសងចំនួនគេចាំបាច់ចូលកូនរបស់ឯងហើយ នេះវាដូចពិសេសល្អទេ អញ្ចឹងមែនរកបានមិត្តប្រុសដៃក្រណាជួយសងលុយចំនួនគេទៀតអ្នកខ្លះសំទៅរកនៅសភាពបែបនេះ នេះនាងហ៊ាន ឆានៀនខ្ញុំលើកថាលោកយាយរបស់ឯងគាត់ខំប្រឹងប្រែងណាស់ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ឯងប៉ុន្តែឯងមកសាលារៀនមួយថ្ងៃក៏តែពីដេកមិនរៀនសូន្យតែឯងក៏ថាគាត់បែរនឹងលោកយាយរបស់ឯងដែរទេ អូមែនហើយឯងនេះពិតជាចំមែនរៀនបានការអីទៅដំបូងខ្ញុំគិតរួចហើយក្រោយពេលចប់ទី12ខ្ញុំនេះទៅធ្វើការរោងចក្រហើយពេលម៉ាក់ខ្ញុំស្លាប់ទៅប៉ាខ្ញុំក៏ទុកខ្ញុំចោលហើយរៀបការជាមួយអ្នកថ្មីគឺនៅសល់ជាមួយលោកយាយតែខ្ញុំគាត់រកស៊ីអញ្ចឹងខ្ញុំដល់ធំខ្ញុំចង់ចេញរកស៊ីអញ្ចឹងគាត់វិញអើយយើងស្មានថាអាចជាចៅកតញ្ញូយ៉ាងនេះទេណាចាំជីទៅ អេងប៉ៃម៉ាក់មានកម្រងមកការរះរំកោដល់សក្តិក្រក្នុងនាមជាគ្រូសាជីនៅសាលាមសុំសិក្សាហើយចុង ចាប់ឡើងមកមើលផងទៅវិញ ប្រេហើយក្រុមហ៊ុនជីបានផ្ដល់ហេតុរំកោដល់សាលារបស់ពួកយើងសម្រាប់សិស្សក្រីក្រ3នាក់ដែលមានបន្ទុកសរុបខ្ពស់ជាងគេនឹងទទួលបានរង្វាន់ 50000 យួននិងមានរង្វាន់ដូចចម្រើនទៀតរាប់ទៅជាលេខបានមួយលេខបានរង្វាន់ដល់ទៅ 3000 យួនតើប៉ាត់មែនឬក៏អត់ឆានៀនឥឡូវនេះឯងគឺជាសិស្សបាត់ថ្នាក់នៅក្នុងថ្នាក់នេះឲ្យតែឯងអាចចូលបានមួយលេខគឺបាន 3000 យួនហើយចុះឯងអាចចូលបានដល់ទៅ10លេខនោះគឺឯងបាត់ដល់ទៅ 30000 លោកយាយឈិនរឿងអិតចៃមួយឆ្នាំក៏មិនអាចបានប៉ុណ្ណឹងដែរប៉ុន្តែខ្ញុំខិតខំឥឡូវនេះនៅអាចបំពេញដែរទេ នៅពេលដែលឯងកថាបយឺតពេកនោះគឺជាពេលដែលលឿនបំផុតហើយឲ្យតែឯងអាចឈានជំហានដំបូងបាន យើងប្រាប់ឯងណាចាំពេលក្រោយចាប់ស្នាក់បញ្ញាបត្រយើងឲ្យក្រុមហ៊ុនជីរើសយកឯងឲ្យជួយធ្វើការធានាថាឡើងតំណែងរកស៊ីមានបានសំខាន់ទេឯងនិយាយមើលតែគ្រួសារឯងបើក្រុមហ៊ុនជីចង់ចូលក៏ចូលចង់ចេញក៏ចេញបានចឹងហី បានហើយថ្ងៃក្រោយបើមានកន្លែងណាមិនយល់ឯងមកសួរយើងបាន បងយាយខ្ញុំយល់ហើយហើយឯងបានច្បងតាមស្រ័យដកអីតាមពិតនេះពិតជាសាសុំទទួលវាបានណាទទួលបានអើឯងបិទបត់ទៅឯងកំដៅគំនិតរបស់ឯងមកវាតម្លៃលើយើងណាវិញឯងជិះ មើលសៀបហើយ ខ្ញុំក៏ខិតខំដែរអ្នកទាំងអស់គ្នាឆាប់ចូលកន្លែងរៀនខ្លួនទៅហើយបើក English book បានជិញមក Abandon ខ្ញុំមិនដែលគិតថាក្នុងមួយជីវិតរបស់ខ្ញុំនេះនឹងឃើញថ្នាក់ដាក់បំផុតនៅក្នុងសាលានាំគ្នារៀនដោយយកចិត្តទុកដាក់យ៉ាងនេះទេ នំទីបំផុតអាយិនរកលុយបានគ្រប់ហើយគេក៏រងចាំឡានរៅយាយកលុយមក អរគុណហើយអាយិនទោះយ៉ាងណាវាជាកំហុសរបស់បងប្រុសខ្ញុំនឹងទៅសុំទោសលោកអគ្គនាយក តោះឡើងទៅ ថ្ងៃនេះមកមិនចង់ផឹកតែក្រហមទេឯងទៅចង់តែឧឡុងវិញទេតាមពិតពីមុនគឺខ្ញុំមួយច្រឡំរងអ៊ីតាមពិតមិនមែនជាចៅប្រសារបស់លោកអគ្គនាយកទេនាងប្រកាសជាស្រីស្នេហ៍របស់កូនត្រូវប្រញាប់រំយោបាយឲ្យកូនផ្ទៃពីហ៊ុននឹងទ្រព្យសម្បត្តិទាំងអស់របស់កូនទៅឲ្យជាយានទាំងអស់មិនត្រូវឲ្យស្រីកញ្ជ្រងរងអ៊ីនេះទទួលបានអ្វីទាំងអស់សៀវយីទៅលោកតាទួតលោកពូរបស់ខ្ញុំគាត់មិនយល់ការអីធ្វើឲ្យលោកតាទួតខឹងឲ្យខ្ញុំសុំទោសលោកតាទួតជំនួសលោកពូរបស់ខ្ញុំផងតើលោកតាទួតអាចអត់ទោសគាត់បានទេ កំហុសរបស់មនុស្សធំមិនតន់ដល់វេឯងមកសុំទោសទេ សៀវយីកូនទៅលើជាមួយតតទេអគ្គនាយកជ័យបងប្រុសរបស់ខ្ញុំគេមានចិត្តឆាមួយពេលទៅបានជាគេប្រព្រឹត្តកំហុសមួយនេះឡើងមកម្ដងនេះគេបាននៅពីការលំបាកនៅក្នុងគុកវាក៏ជាមេរៀនមួយដែរថ្ងៃក្រោយគេប្រកាសជាលែងធ្វើបែបនេះទៀតហើយ នេះសោភ្លួរសជាតិវាសាកមើលសិនទៅ បានខ្ញុំចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅសិនហើយសៀវយីតើមិនក៏ឲ្យមានរោគច្រើនយ៉ាងនេះអញ្ចឹងទាំងអស់នេះសុទ្ធតែអ្នកមិញរងអីតែឲ្យខ្ញុំទាំងអស់
គាត់ពិតជាល្អជាមួយនឹងខ្ញុំណាស់ឲ្យតែឃើញរបស់ស្អាតគាត់ដឹងតែតែឲ្យខ្ញុំមកហើយឯងមើលចាខ្ញុំក៏មានស្បែកជើងដូចឯងដែរលើនៅក្នុងគ្រួសារនេះនឹងខ្លាចជារបស់ខ្ញុំទាំងអស់នាពេលអនាគតតើសំអាងអីដែលតើមានរបស់ច្រើនជាងខ្ញុំនោះនេះអញចង់ធ្វើអីហ្នឹងសៀយាកុំធ្វើឲ្យវាដាច់រហែកអី តាមានរឿងអីសៀយាតាកូនកាត់អីហ្នឹងសៀយាតាមានរឿងអីចាប់ប្រាប់ម៉ាក់មក តើគេធ្វើបាបកូនគ្រាន់តែកូនបាត់របស់គេតែបន្តិចគេក៏រើអាំងថាកូនក្រក៏ខ្វល់ខ្ញុំមិនបានថាទេហើយក៏ច្រើនកូនចែកកូននិយាយថាកូនគឺជាកូនគ្មានឪឲ្យកូនប្រញាប់ឆាប់ចេញពីផ្ទះរបស់គេអ្នកម៉ាក់លោកប៉ាកូនគ្រាន់តែចង់ធ្វើជាមិត្តជាមួយតើហេតុអីបានជាគេធ្វើបែបនេះដាក់កូនអញ្ចឹង តើអាចឆាប់សុំទោសសៀយាព្រមទេ កូនមិនបានធ្វើទេ កុំបង្ខំគេអីគឺមកពីសៀយាបាត់របស់តផ្ដេសផ្ដាស់មុនទេតគេខឹងក៏សមហេតុផលដែរហើយសៀយាគេពិតជាអត់មានឪពុកពិតមែន ប៉ាប្រាប់ឯងមិនចេះកាយទីថ្ងៃនេះប៉ាត្រូវបដាឯងជាម្ដងហើយឯងនេះមិនចេះកាយទី កូនមិនបានធ្វើទេកូនពិតជាមិនបានធ្វើទេមើលទៅតត្រូវបានគេធ្វើបាបទៀតហើយអ្នកមិញរងអីអំបាញ់មិញខ្ញុំបានដើរកាត់ទីនេះហើយក៏បានលើពួកគេកំពុងជជែកគ្នាខ្ញុំគិតថាវាកក់ក្ដៅហ្នឹងក៏បានថតលេងទៅតើពួកអញចង់មើលដែរទេ សៀយាឯងមានចេតនាចង់កាន់តនេះឯងទៅតែអាយុ5ឆ្នាំទីមិនបានចាយមានល្បិចច្រើនយ៉ាងនេះ ប៉ាខ្ញុំខុសហើយខ្ញុំគ្រាន់តែចរណែននឹងតមានរូបស្អាតនិងស្បែកជើងស្អាតជាច្រើនតែប៉ុណ្ណោះតែខ្ញុំបាជាអ្វីក៏គ្មានប៉ាថាស្ដីឲ្យខ្ញុំគឺមកពីខ្ញុំមិនមែនជាកូនបង្ការរបស់ប៉ាតាមែនទេខ្ញុំមិនមានប៉ាមើលថែពិតជាគួរឲ្យអាណិតណាស់ អាយៀនលោកអភ័យតូចគេផងទៅគេគ្មានឪពុកតាំងតែពីនៅតូចគេធ្វើបែបនេះដោយសារតែគេខ្វះក្តីស្រឡាញ់គេគ្រាន់តែចង់បានការយកចិត្តទុកដាក់ពីលោកតែប៉ុណ្ណោះ អ្នកនាងឡាននាងពិតជាប្រកែកបន្លំចំណុចសំខាន់ពិតមែនអញ្ចឹងទៅតាមអ្វីដែលអ្នកនាងបាននិយាយប្រសិនបើនៅថ្ងៃណាក៏សយាសម្រាប់នរណាម្នាក់អញ្ចឹងនាងនឹងជាភពិការកាត់ទោសដោយគ្រាន់តែនិយាយថានាងមិនមានឪពុកមែនទេ តំណាក់តំណងពួកយើងគួរតែបញ្ឈប់ត្រឹមនេះទេនៅមានរលុយបងប្រុសនេះទីត្រូវមកឈប់ឲ្យខ្លួនឯងទេមេកាអ៊ីលោកប្រុសជួយដំណាប់គ្នានៅនាងឡានសូមជួយបាទ អាយៀនក្នុងនាមជាឪពុករបស់គេតែបែរជាមិនជឿសម្ដីលើកូនរបស់ខ្លួនឯងទៅវិញមិនជួយអ្នកនៅក្នុងផ្ទះបែរជាជួយអ្នកក្រៅឆាប់សុំទោសទៅ អរខ្ញុំសុំទោស មិនមែនសុំទោសខ្ញុំទេគឺអាចជាពាក្យមិនត្រូវតែការសុំទោសមួយទេរឿងស្ដីគ្នានេះបានកើតឡើងជាច្រើនដងមកហើយចំពោះកូនក្មេងម្នាក់ឯងគឺជាពិភពលោកទាំងមូលរបស់គេបើឯងបន្ទោសនាងខុស គឺមានន័យថាពិភពលោកទាំងមូលក៏បន្ទោសនាងខុសដែរសុំទោសទេ គឺប៉ាខុសហើយឲ្យប៉ាសុំទោសផងកូនលើកទៅឲ្យប៉ាផងបានទេ បានហើយតើអ្នកដតីគេសុំទោសយើងក៏មានសិទ្ធិក្នុងការអត់ទោសគេដែរអ្នកគ្រូភេងខ្ញុំមកចូលរួមការប្រឡងប្រចាំខែរបស់សាលាទេហើយមកទីនេះតើខ្ញុំពិតជាមិនអីទេ រងអេងប្រសិនបើឯងអាចលើកពីនៅក្នុងការប្រឡងប្រកួតគណិតវិទ្យាលើកនេះឯងនឹងត្រូវបានជ្រើសរើសចូលសាកលវិទ្យាល័យចេញដែលមិនចាំបាច់ប្រឡង ហេតុអីបានជាគេដាក់ឈ្មោះថាអ៊ីនស៊ូយៀនបែអញ្ចឹង សាស្ត្រាចារ្យអ៊ីនស៊ូយៀនគាត់គឺជាសមាជិកបណ្ឌិតនៃសភាគណិតវិទ្យាជាតិនិងជាអ្នកដឹកនាំផ្នែកគណិតវិទ្យាការប្រកួតប្រជែងនេះគឺជាការប្រកួតលំបាកបំផុតនៅក្នុងចំណោមការប្រឡងប្រកួតគណិតវិទ្យាទាំងអស់នៅពេលដែលកណ្ដឹងមិនលើឡើងឲ្យតែឯងអាចធ្វើលំហាត់ត្រូវបានពាក់កណ្ដាលនោះឯងចាត់ទុកថាជោគជ័យហើយ ខ្ញុំធ្វើរួចហើយ តើទៅបានកន្លះម៉ោងហ្នឹងឯងក៏រួចហើយ ខ្ញុំទៅធ្វើដល់លំហាត់ខ្ទង់ទី2ហ្នឹង70ឆ្នាំមុន
ខ្ញុំត្រូវបានសាកលវិទ្យាល័យហៃឆឹងអញ្ជើញឲ្យមកបង្រៀនគណិតវិទ្យារយៈពេល1សប្តាហ៍ឥឡូវនៅទីនេះពិតជាផ្លាស់ប្ដូរច្រើនមែននេះនេះគឺជាលំហាត់មួយនៅក្នុងចំណោមលំហាត់ពិបាកទាំង8ធំវាមិនអនុញ្ញាតឲ្យសរសេរផ្ដេសផ្ដាស់ទេ ខ្ញុំសុំទៅផងខ្ញុំនឹងលុបវាចោលឥឡូវនេះ អេចាំបន្តិចសិនឯងបែរជាអាចកណនីបន្តទៀតបានសម្រាញ់តាមពិតទៅគឺកណនីបែបនេះសោះនេះគឺឯងជាអ្នកកណនីវាចេញមក ខ្ញុំគិតថាចម្លើយមុនមានកំហុសនោះដោយសារនៅត្រង់ចំណុចកណ្ដាលនេះបានកណនីខុសមួយចំហៀនប្រសិនបើយើងកាត់វាបញ្ច្រាស់គ្នាត្រង់កន្លែងនេះត្រូវរួមបញ្ចូលជាមួយលក្ខណៈពិសេសរបស់សិន លំហាត់ពិបាកមួយនេះវាបានរំខានដល់សមាគមគណិតវិទ្យាអរិយពេល30ឆ្នាំមកហើយទោះបីជាអញមិនទាន់កណនីលទ្ធផលរបស់វាចេញក៏ដោយប៉ុន្តែទិសដៅគឺច្បាស់លាស់ណាស់តើគ្រូរបស់អញជានរណាដែរ ខ្ញុំគឺជាកូនសិស្សរបស់អ្នកគ្រូភី អ្នកគ្រូភីរងអី គាត់គឺជាអ្នកគ្រូរបស់ខ្ញុំគាត់ជាគ្រូគណិតវិទ្យាថ្នាក់ទី12នៅវិទ្យាល័យហៃចុង អញទៅតែរៀនថ្នាក់វិទ្យាល័យក៏អាចដោះស្រាយលំហាត់ដែលពិបាកនៅក្នុងពិភពលោកសិស្សបកាយគណិតវិទ្យាដោយឯងហេតុអីបានជាទៅទលិចចេញមុខមកអញ្ចឹងឲ្យខ្ញុំធ្វើជាគ្រូរបស់ឯងយ៉ាងម៉េចដែរ ខ្ញុំមានអ្នកគ្រូហើយមិនចាំបាច់ទេ ខ្ញុំណែនាំខ្លួនឯងបន្តិចសិនខ្ញុំគឺអ៊ីនស៊ូយៀនលោកស្រីគឺជាសាស្ត្រាចារ្យអ៊ីនខ្ញុំមកលើថាសិស្សដែលមានទេពកោសល្យរាប់មិនអស់ចង់ខ្លាចជាកូនសិស្សរបស់លោកស្រីប៉ុន្តែពួកគេត្រូវបានលោកស្រីបដិសេធទាំងអស់រងអីអ្នកគ្រូគាត់ថាឯងជាសិស្សដំបងហើយដែលបានបដិសេធនឹងសាស្ត្រាចារ្យអ៊ីនឯងមានឈ្មោះថារងអីឯងមានឈ្មោះដូចជាមួយគ្នានឹងសាស្ត្រាចារ្យរងអីដែលជាសហស្ថាបនិកនៅវិទ្យាស្ថានអវកាសទី4អញ្ចឹងនេះជានិស្ស័យមែនទេ ប្រសិនបើឯងអាចតាមខ្ញុំឯងនឹងមិនត្រឹមតែអាចតាក់ទងជាមួយនឹងគណិតវិទ្យាដ៏ទំនើបបំផុតនៅក្នុងពិភពលោកតែប៉ុណ្ណោះទេប៉ុន្តែឯងក៏អាចចូលរួមក្នុងគម្រោងនៅវិទ្យាស្ថានអវកាសទី4និងរួមចំណែកដល់ប្រទេសផងដែរ វិទ្យាស្ថានអវកាសទី4ផ្នែកមួយនៅវិទ្យាស្ថានទី5នេះពេលកន្លងមក រឿងយូរយ៉ាងនេះទៅហើយឯងក៏ធ្លាប់ឮដែរ អ្នកគ្រូអ៊ីនថ្ងៃក្រោយពួកយើងនឹងខំប្រឹងប្រែងជាមួយគ្នាថ្ងៃក្រោយពួកយើងនឹងខំប្រឹងជាមួយគ្នា ខិតខំជាមួយគ្នា អេនៅតែផលប្រឡងប្រចាំខែចេញមកហើយខ្ញុំបានចុះដល់20លេខអីនោះខ្ញុំអាចទទួលបានប្រាក់អប់ធំ 60000 ហើយអេយើងក៏ចុះបានដល់10លេខដែរមើលចុះអ្នកក្នុងថ្នាក់របស់យើងគឺសុទ្ធតែរីកចម្រើនទាំងអស់ អាយ៉ារងអីនៅមានមុខផ្ទៃពីថ្នាក់សង្គមទៅថ្នាក់វិទ្យាសាស្ត្រទៀតចំណុចថ្នាក់នៃថ្នាក់ទាំងមូលរបស់គេបានរីកចម្រើនគ្រប់គ្នាប៉ុន្តែនាងបានជាជាប់ចំណាត់ថ្នាក់ចុងក្រោយគេបងអស់នាងគឺជាផ្លែប៉ោមរលួយនៅក្នុងថ្នាក់វិទ្យាសាស្ត្រមែន នឹងមកពីគេរវល់គេមិនបានជួបប្រឡង នោះមានន័យថានាងមិនហ៊ានមកប្រឡងទោះបីជាមកប្រឡងក៏បានបន្ទូអានជាងគេដែរ នេះសាននិយាយម្ដងទៀតលំមើល រងអីលទ្ធផលការប្រឡងប្រកួតគណិតវិទ្យាបានចេញមកហើយឯងគឺបានលេខ1ប្រឡងបានបន្ទូពេញ រងអីពិតជាអស្ចារ្យមែនរងអីពិតជាអស្ចារ្យមែនមិននឹងអាចទេ តែមិនដែលមិនអាចទៅលទ្ធផលដែលពួកយើងគ្រប់គ្នាប្រសើរឡើងគឺក្រោមតែអំណររបស់រងអីតែពួកនេះនិយាយថាមែនទេមែនហើយមែនហើយមិនមែនរងអីជាទេប្រសើររបស់ខ្ញុំណា បានលទ្ធផលអត់តែបានកែអីទេក្នុងសង្គមនេះមានលុយទៅបានកែមែននឹងហើយថ្មីនេះគ្រួសារហៃដែលជាគ្រួសារកំពូលនៅទីក្រុងហៃនិងគ្រួសារយ៉ាយ៉ាបានសហការលើគម្រោងដ៏ធំមួយដែលមានតម្លៃសរុបរាប់ពាន់លានយួនស្ថានភាពគ្រួសារយ៉ាយ៉ាឥឡូវនេះកាន់ឡើងជាច្រើនកម្រិតដល់ថ្ងៃណាកូនរងអីសំទៅធ្វើការយ៉ាយ៉ាតែប៉ុណ្ណោះគ្រួសារហៃអាចជាគ្រួសារហៃនោះទេ ភាពអកបាំងនៃការជោគជ័យរបស់ខ្ញុំនោះគឺខ្ញុំតាំងតើកោពីម៉ោង 5 ហើយខ្ញុំតាំងតើពលលំហាត់ជារៀងរាល់ថ្ងៃខ្ញុំមើលហើយមិនដល់ណាក៏មានអាកម្លាំងហើយនេះអញ្ចឹងមួយថ្ងៃនឹងអួតតែខ្លួនឯងរហូត អំបាញ់មិញនោះគឺហាយឆាងអានមែនទេពួកអានចិត្តប្រកែកគ្នាតាំងបន្ទូចមកឥឡូវនេះនឹងបន្តដល់ស្អីរួចទៀត ចង់មកចែកឋានទៅអាកម្លាំងបណ្ដានេះវាថាខ្ញុំនេះគ្មានបណ្ដាយរហូតវាធ្វើបាបខ្ញុំរហូតសំណាហានមានលោកពូថៃចាំជួយការពារខ្ញុំ លោកពូថាងឈើ នៅមកខ្ញុំដឹងមកយូរហើយថាម៉ាក់អំពូថាមានកម្លាំងភាពជាមួយគ្នាគាត់តាមស្រឡាញ់ម៉ាក់មករហូតសូម្បីតែពេលម៉ាក់ចែកឋានទៅគាត់នៅម្នាក់ឯង70ឆ្នាំហើយកន្លងមកនេះគាត់ចាប់ទុកខ្ញុំទៅមើលថែខ្ញុំនេះណាដូចជាកូនបង្កើតរបស់គាត់អញ្ចឹងដែរ អញ្ចឹងតើគេឥឡូវនេះនៅមានជីវិតទេ ប្រកាសហើយអូត្រូវហើយប៉ុន្មានថ្ងៃទៀតគាត់នឹងរៀបចំប្រពៃពិធីចម្រើនប្រជុំដ៏ធំមួយតែម៉ាក់ទៅជាមួយទេគូសាខានគឺស្វានមានមួយគ្មានពីរទេបើយើងយកមិនបានកម្រងនេះទីថ្ងៃនេះយើងមកជួយរួមកម្មវិធីមួយនេះទេណាបន្តិចទៀតឯងត្រូវប្រយ័ត្នដើម្បីផងណា ទុកចិត្តចាស់លោកប៉ែនោះគឺរងអីទេ មិននាងចូលរួមក្នុងពិធីសំខាន់នេះអញ្ចឹងមិនអាចឲ្យនាងធ្វើបាក់មកគ្រួសាររងយើងទេ
bà tình hả bà đấy lời chị à như khám khơi small anh nó hơi nào như ai muốn lẽ chỉ muốn dân thôi còn một số anh tiền hỏi mình tiền là hả dân này đâu ai ai mua nào anh biết đây thảo mấy chứ nào dân nhìn thảo à mà phải ai đi chưa bật hộp bà ran anh đang sầm rai ai đi nè cam bị thiêu của cốt đồ bọc khô xả chi dưới này ai bán mơ hay nữa nè rong in á chứ mình nuôi đầm tiền của sò kê bật cốt vòng trên nơi chán đi bút chỉ biết smart hit mũi khamiên pi bật mày nè ai thưa chỉ phân bỏ đi từ ba trên mình họ bầm nào tê ai giờ à cảnh cha ai đi bút chỉ cốt kháng bật mày nó chặt đào prơ cả hơi tình chạm với nhận lòng chui ở cả hơi ní anh nó cứ rương đã ra tiền này ha trong sông ban anh không rồng mà tăng pi dù ní ai chống đã cho tôi nó đưa được ở ta men tiếng ha ní smart thì nóบอกanh cả bị khơi đấy khu quan mà anh bật ní anh nó mình toàn cứ thế đấy nó là cũng được khơi chân hả ta này vậy tha các bạn này nè mình lọt nút ní cứ chuyện đó đã anh sẽ lại luôn tạo men thế hả chẳng hết tao mới đó tin đi hơi à hay ta tính anh nên thật chẳng này đã đến nè chuyện biết đã nên gì mua dương à nên hiện hào như thả thay tả tung phong ấy bộ ai chọc ôn nên chơi tư សុំទោសផងម្ដាយឪពុកឯងតែទៅហៅឯងបែបនេះនៅមុខខ្ញុំរហូតហើយខ្ញុំក៏ទម្លាប់មកទេ ណែនេះនិយាយស្អីគេប៉ាម៉ាក់យើងគាត់ចែកឋានទៅអស់រយៈពេល20ឆ្នាំដល់ហើយពេលគាត់នៅមានជីវិតតានេះមិនទាន់កើតផងកាលពីឯងនៅក្មេងឯងចូលចិត្តនំដាក់ពងមានពុកជាង20នៅក្នុងគ្រួសារហើយសុទ្ធតែមានស្នាមទឹកនំរបស់ឯងទាំងអស់រឿងមួយនេះតែឯងភ្លេចហើយមែនទេឯងគឺជាចៅប្រុសតែមួយរបស់គ្រួសារហើយជីតារបស់ឯងបានប្រដៅឯងរហូតតែប្រដៅលេងបានសាលដូនតាអាយុមួយសតវត្សរបស់គ្រួសារហើយត្រូវបានឯងដុតបំផ្លាញដោយសារតែឯងលេងភ្លើងដោយសារតែរឿងនេះម្ដាយរបស់ឯងបានវាឯងយ៉ាងដំណំហើយឯងនៅចាំរឿងនេះបានទេមិនបានជំនាញដល់រឿងអស់នេះអញ្ចឹងឯងមើលទៅថាយើងដូចនៅណាប្រាប់ឲ្យថាយើងស្គាល់ពុកម្ដាយរបស់ឯងគុំចូលមកណាណែពួកឯងគុំចូលមកតើពួកឯងចង់ធ្វើស្អីគេនឹងគុំចូលមកសុំទៅផងហើយឡើយទ្រាំមិនបានក៏ចង់លេងសើចជាមួយលោកបន្តិចតើលោកនៅមិនខឹងជាមួយខ្ញុំទេត្រូវទេនេះឡាជីឯងចង់ថតស្អីគេនឹងនេះគឺឆាកជីវិតនេះឯងឈប់ថតទៅក៏ថតស្អីមិនដឹកនាំគ្រួសារហើយដល់មានមុខមាត់ម្នាក់ត្រូវបានក្មេងស្រីម្នាក់បំភ័យរហូតដល់លេខនោបាត់ទៅហើយមិនហើយឡាជីឯងឈប់ថតទៅបើឯងឈប់និយាយជាមួយឯងនិយាយទៅមើលលោកពូថាហើយក៏តន់ទៅអើយនៅត្រូវឲ្យម៉ាក់យើងចេញមុខពិតជាសប្បាយមែនលោកពូថាពួកឯងមកហើយអរគុណពួកឯងហើយដែលមកមើលយើងថាំងឆឹងលោកពូយ៉ាងម៉េចហើយគ្រូពេទ្យនិយាយថាយ៉ាងម៉េចខ្លះមនុស្សដល់អាយុហើយយុគមិនឆាប់ទេវាជារឿងមុននឹងក្រោយទេនេះគឺជាចាំខ្ញុំជួយណែនាំនាងមានឈ្មោះថារ៉ូអ៊ីឈ្មោះថារ៉ូអ៊ីដូចណាពិតជាដូចណាដូចខ្លាំងណាស់ពិតជាដូចគេខ្លាំងណាស់ខ្ញុំបានចុះកដោខួបកំណត់មួយមកជួបលោកជាពិសេសហើយឡើយជារូបភាពមួយនេះសូម្បីតែពណ៌ក៏គ្មានដែរជាកាដូ100ឆ្នាំវាមិនដូចជាជ្រាវជ្រៅពេកហើយទេមិននឹកអាចទៅអ៊ីងប៉ៃពួកកូនចុះទៅអង្គុយនៅខាងក្រោមសិនទេបាទឡើយជានេះជាណាប្រកាសទៅហ៎បើលោកពូថាមើលនេះដោយកសែតភ្នែកនោះអញ្ចឹងហ៎ខ្ញុំមើលទៅនេះណាដូចជាស្មីស្អីវិជាឡាយម្នាក់ប៉ុណ្ណោះជាសិស្សវិជាឡាយស្អីទៅហើយកងឯងនេះជាមួយនេះគាត់ពេកហើយអញ្ចឹងតើនេះជានរណាគាត់កើតពីប្រឡងទេពកោសលហើយនៅត្រូវចូលរួមគម្រោងអវកាសទី4ទៀតផងណាចាំមកទៅសិនណាឡើយជារងអ៊ីត្រកូលរងនេះជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនរងតាមែនទេហ៎ចាក់ទៅស្អីគេឯងប្រាប់យើងពីដំបូងមកយូរនេះដឹងបាត់ទៅហើយអញ្ចឹងហើយបានជាអ្នកគ្រូអ៊ីនទូរស័ព្ទមកប្រាប់យើងថាឲ្យមើលថែក្រុមហ៊ុនរងផងព្រោះកូនស្រីរបស់គេនោះនៅថ្ងៃអនាគតគឺជាសសរទ្រូងរបស់ប្រទេសជាតិអញ្ចឹងហើយទើបខ្ញុំប្រកួតកម្រងចាញ់មួយដល់គេ
ហើយយើងនេះណានៅពេលដែលមានរឿងសំខាន់ឡើងមកខួរក្បាលរបស់យើងនេះក៏ចាប់ផ្ដើមរវារវៃជាងឯងទៀតហើយនេះពិតជាមិនដឹងពិតមែនចៅស្រីហើយអីឯងគូគំនូមួយនេះឡើងមកអញ្ចឹងឯងប្រាប់ខ្ញុំបន្តិចមក ថ្ងៃទី5ខែ10ឆ្នាំនោះយើងលេងអង្គនៅខាងក្រោមដើមជីងហ្គោនៅមិនទាន់អាចបែកចែកឈ្នះចាញ់នៅឡើយទេតែសុកក៏ស្រាប់តែត្រូវសត្រូវវាប្រហារនៅលើអាកាសនឹកស្មានមិនដល់ថាវាក៏បានខ្លាចទៅជាការជួបជុំលើជើងក្រោយរបស់ពួកយើងមិនដឹងថាឥឡូវនេះពួកយើងនៅអាចបញ្ចប់ក្តារមេអុកនោះបានទៀតទេ នាងគឺពិតជារកអ៊ីពិតមែននៅនាងរងលោកម្ចាស់មិនអីទេគាត់គ្រាន់តែរំភើបប៉ុណ្ណោះនៅនាងជីងការសិនទៅពួកខ្ញុំត្រូវការព្យាបាលគាត់រងអ៊ីនោះលោកម្ចាស់ហើយគ្រួសារយើងដោយសារតែបានលោកម្ចាស់ហើយទេទៅបានជាឡើងមួយកម្រិតទៀតតោះពួកយើងទៅរកជាមួយប៉ាទៅតោះលោកម្ចាស់ហើយអរគុណលោកខ្លាំងណាស់ដែលបានមើលថែគ្រួសាររងរបស់ខ្ញុំលោកម្ចាស់រងខ្ញុំទៅតែនិយាយជាមួយភ័ក្រខ្ញុំមុននេះទេលោកម្ចាស់រងពិតជាមានកូនស្រីម្នាក់ដែលពិតជាឆ្នាំខ្លាំងពិតមែនណាលោកម្ចាស់ហើយនេះគឺយោយោគឺជាកូនស្រីរបស់ខ្ញុំនាងជាស្ដាប់អង្គឆ្លាតតាំងពីក្មេងមកពេលនេះបានលោកម្ចាស់ហើយសរសើរពិតជាសម្ដាររបស់នាងតាំងពីជាតិមុនពិតមែនលោកម្ចាស់ហើយតើលោកពិតជាមានកូនស្រីម្នាក់ទៀតឈ្មោះថារងអ៊ីមែនទេមកសុកលោកម្ចាស់ហើយសួររករងអ៊ីអញ្ចឹងឬមួយក៏រងអ៊ីធ្វើឲ្យលោកម្ចាស់ហើយមិនពេញចិត្តស្អីទៀតហើយរងអ៊ីអាចឆាប់ចេញមកភ្លាមលោកម្ចាស់ហើយនៅគឺរងអ៊ីកូនស្រីច្បងរបស់ខ្ញុំនឹងម្ដាយគេលេខគ្នាតាំងពីយូរហើយគេរស់នៅជនបទស្រុកខ្សែតាំងពីដើមមកបានស្គាល់ច្បាប់ទម្លាប់អីគេមិនសមរត់ចូលរួមកម្មវិធីធំបែបនេះទេបើគេធ្វើឲ្យខុសលោកម្ចាស់អាចចង់វាចង់អីតាមចិត្តចន់ណាកុំរកើយើងចាំមើលថាតើនាងអាចធ្វើអ្វីបានទៅដកដាច់ក៏ខ្វល់ឯងចេញទៅបញ្ឈប់ទង្វើដល់ឆលល្ងងរបស់ឯងភ្លាមទៅពិតជាល្ងងមែនបើយើងនេះមិនមើលលើរងអ៊ីទេណាស្មានតែយើងនឹងយកភ្នែកមើលគ្រូសារងដល់តូចតែរបស់ឯងតើមែនដែរទេលោកម្ចាស់ហើយការសហការឡើងនេះគឺមិនមែនដោយសារតែកូនស្រីយោរបស់ខ្ញុំទេឯងខ្វក់មែនទេឯងនេះមិនជាបែងចែកកំណប់ឬមួយក៏សម្រាប់ទេឯងឲ្យយើងនេះទៅរកស៊ីជាមួយនឹងឯងយ៉ាងម៉េចកើតទៅចាំយកឯកសារមកចាប់ពីថ្ងៃនេះណាគ្រូសារហើយរបស់នេះនឹងកាច់ផ្ដាច់ការរកស៊ីទាំងអស់ជាមួយនឹងគ្រួសារស្រុងរបស់ឯងចាប់ពីថ្ងៃនេះតទៅហើយឯកសាររបស់ខ្ញុំលោកហើយលោកបាននេះថាម៉េចនៅក្នុងទីក្រុងនេះគ្រួសារធំមិនមែនមានតែគ្រួសារហើយលោកទេនៅមានគ្រួសារថាំងនិងគ្រួសារជីទៀតណាខ្ញុំនៅត្រង់នេះថ្ងៃនេះណាខ្ញុំសូមប្រកាសថាមិនធ្វើជាមួយគ្រួសារជីជារឿងរហូតហើយយ៉ាឡៅជីអាចពិតធ្វើឡៅមែនណាមិនបើជាលោកម្ចាស់ជីក៏តម្រង់រកគ្រួសារយើងដែរជើមិនអីទេលោកប៉ែយើងនឹងមានគ្រួសារថាំងមួយទៀតតែលោកម្ចាស់ក៏ចេញមកហើយនោះមកហើយនោះគឺជាលោកម្ចាស់ថាំងតែមែនទេហ្នឹងអាយ៉ានៅទីបំផុតថ្ងៃនេះខ្ញុំបានឃើញលោកម្ចាស់ថាហើយខ្ញុំនៅទីនេះថ្ងៃនេះខ្ញុំសូមប្រកាសថាអ្នកណាដល់សហការជាមួយគ្រួសារខាងខ្ញុំចាប់ពីថ្ងៃនេះមិនត្រូវសហការជាមួយគ្រួសាររងដាច់ខាតបាទទៅយល់ហើយគ្រួសារធំទាំង3មិនក៏ប្រឆាំងគ្នាអញ្ចឹងគ្រួសាររងយើងម្ដងនេះគឺច្បាស់ជាខ្សែធន់ហើយមិននឹកស្មានទេតែនៅថ្ងៃដែលខ្ញុំអាយុ100ឆ្នាំបើជាបានជួបមិត្តចាស់ថ្ងៃនេះទៅវិញហើយនៅក្មេងស្រស់ស្អាតទៀតអញ្ចឹងលោកត្រូវតែថែសុខភាពរស់នៅឲ្យបានល្អកាលពីមុននោះខ្ញុំគិតថាស្លាប់ទៅក៏មិនអីដែរប៉ុន្តែពេលនេះ
ខ្ញុំក៏សង្ឃឹមថាបើរស់នៅបានប្រហែលឆ្នាំទៀតក៏ល្អដែរ ច្រើនថ្ងៃយ៉ាងនេះហើយមិនបានជាអាយាននៅតែមិនតាក់ទងមកខ្ញុំទៀន ខាតជួបគ្នាយូរហើយ លោកមកធ្វើអីពួកយើងលេងគ្នាហើយ ខ្ញុំមកក្នុងថ្ងៃនេះមានអាកបាំងមួយប្រាប់នាងមិត្តប្រុសរបស់នាងសប្តាហ៍ថ្ងៃនេះមិនមែនជាអ្នកស្នំដែរទៀតទេលោកម្ចាស់ទេពីហ៊ុនទៅឲ្យរងអ៊ីអស់ហើយ មិននឹងអាចទៅ ដំបងឡើយនឹងគិតថាសឿយេនគេគ្មានលុយទេទើបរៀបការជាមួយខ្ញុំតែឮថាគេជាអ្នកស្នំដំណើរលែងជាមួយខ្ញុំហើយរត់ទៅរកគេតែរត់ទៅរត់មកក៏គ្មានបានអីទាំងអស់មិនមែនទេខ្ញុំចង់ត្រូវគ្នាជាមួយនាងវិញពេលនេះក្រុមហ៊ុនខ្ញុំមានការរីកចម្រើនជាលំដាប់មិនខ្វល់ពីរឿងពីមុនទេខ្ញុំអាចឲ្យនាងទៅនៅជាមួយខ្ញុំវិញបាន លោកមកសាច់ចំអកខ្ញុំមែនទេ ខ្ញុំចង់ឲ្យនាងទៅលួចការសម្ងាត់មួយពួកនាងមកធ្វើអីចេញទេ ប៉ាប៉ាកូននឹកប៉ាប៉ាខ្លាំងណាស់រយប់ពេលដែលកូនមិនបានឃើញប៉ាកូនតែដេកយំក្រពេលតើប៉ាប៉ាលេងត្រូវការស៊ីយីហើយអីក្មេងគេនឹកបងឡើងចង់ depression ទៅហើយអាយៀនបងកំដេញពួកខ្ញុំចេញអីពួកយើងត្រូវគ្នាវិញទៅ បាននាំកូនអង្គុយសិនទេ អាយៀនតើឯងដឹងថាឯងកំពុងធ្វើអ្វីឬអត់ ប្រកាសជាដឹងហើយ បានសៀយគេចាំងញ៉ាំការ៉េមអាយៀនបងអាចនាំគេចេញទៅទិញបានទេ បានបងនឹងបញ្ជូនការសម្ងាត់នេះទៅខាងការផលិតដល់ពេលនោះក្រុមហ៊ុនរបស់យើងនឹងវាដាច់ក្រុមហ៊ុនជីហើយពេលនោះអូននឹងខ្លាចជាភរិយាដែលមានជាងគេហើយសេយនឹងខ្លាចជាកូនស្រីរបស់មហាសេដ្ឋីហើយក ូនស្រឡាញ់ប៉ាជាងគេប៉ាគឺជាប៉ាដ៏សង្ហាបំផុត ឡូ លោកតកែពួកយើងត្រូវគេបោកហើយក្នុងនោះសត្វតាជាមេរោគមូម៉ាខ្សែសង្វាក់ឧស្សាហកម្មក្រុមហ៊ុនយើងអាចដួលរលំហើយ ម៉ូម៉ា មិននឹងអាចទៅ ស្រីថោកទៀតនាងអាចធ្វើបាបយើងជាមួយនឹងធ្វើឲ្យនាងរស់មិនស្បើនឹងស្លាប់ ម៉ាម៉ាធ្វើយ៉ាងម៉េចទៅពួកយើងនៅតែមានលុយទៀតហើយមែនទេជីជីនបងជាអ្នកដាក់មេរោគមូម៉ាធ្វើបាបខ្ញុំមែនទេ គឺនាងជាអ្នកមករកវាដោយខ្លួនឯងទេគឺខ្ញុំនេះគ្រាន់តែធ្វើការការពារប៉ុណ្ណឹង សៀយគេចាំងញ៉ាំការ៉េមអាយៀនបងអាចនាំគេចេញទៅទិញបានទេ បានលោកយាយទុំជួយខ្ញុំបញ្ជូនមេរោគមកម៉ាពីចម្ងាយមកផង បងប្រៃផ្សាយពេកហើយគឺមកពីសៀយមិនមែនជាកូនរបស់បងហើយបងក៏ខឹកខើជាមួយពួកខ្ញុំយ៉ាងនេះមែនទេមនុស្សអាក្រក់ណាស់មកចាត់គេមុនមិនចេះខ្មាស់អៀនបើសិនជាគេពិតជាខកខើជាមួយពួកនាងនឹងទទួលរងផលវិបាកតាំងពីយូរមកហើយប៉ាប៉ាកុំធ្វើអញ្ចឹងអីប៉ាប៉ា ឯងឈប់សម្ដែងទៀតទៅឯងមានកម្មការរបស់ឯងឡានលូស៊ីហើយម្យ៉ាងទៀតមនុស្សយើងគឺមានគុណតម្លៃទាំង3សូមនាងមករៀបកូនរបស់នាងឲ្យដឹងពីខុសត្រូវផង អាយៀន ខ្ញុំនឹងគ្មានឲ្យពាក់ព័ន្ធគ្នាទៀតទេលុយនៅផ្ទះនាងបានយកទៅមើលទៅវិញខ្ញុំនឹងយកមកវិញ ប៉ាប៉ា សួស្តីខ្ញុំគឺមេធាវីរបស់ក្រុមហ៊ុនជីបែកគ្នាជាមួយមនុស្សស្រីបែបនោះគឺជារឿងល្អគ្មានអីត្រូវពិបាកចិត្តទេ មិនមែនរឿងពួកគេទេប៉ុន្តែកាលពីមុនខ្ញុំនេះល្អជាមួយនឹងម្ដាយពួកកូនពួកគេយ៉ាងនេះប៉ុន្តែសម្រាប់កូនខ្លួនឯងវិញខ្ញុំបែរជាមើលមិនឃើញគឺខ្ញុំលោកយាយទូតគិតថាខ្ញុំនេះគិតចង់ទិញគ្រឿងអលង្ការឲ្យទៅគេ
ខ្ញុំនៅចង់ទិញសួនកំសាន្តដើម្បីសង់ឲ្យតវិញគេអាចអភ័យទោសខ្ញុំទេ ទាំងអស់នេះគួរតែទិញឲ្យប៉ុន្តែការទិញតែប៉ុណ្ណេះឯងមិនអាចយកឈ្នះចិត្តរបស់កូនគេឡើយឯងបានចំណាយពេលយូរមិនអើពើនឹងនាងក៏ត្រូវចំណាយពេលយូរប៉ុណ្ណោះដើម្បីស្រឡាញ់នាងឡើងវិញដែរការស្រឡាញ់កូនដូចជាការថែផ្កាដែរ បាទនេះថាអ្វីឯងមិនស្គាល់យើងជានរណាទេយើងមកកប់បន្ទប់ VIP នៅភោជនីយដ្ឋាននេះតាំងកន្លះខែមុនមកម្ល៉េះសុំទោសផងលោកម្ចាស់រងលោកម្ចាស់ធំគ្រួសារទាំង3ដាក់បណ្ដាំថាមិនឲ្យលោកមកទីនេះទៀតទេម្យ៉ាងទៀតបន្ទប់នោះត្រូវបានគេកក់បាត់ហើយតើអ្នកណាកក់គឺជីជើយាលោកប្រុសជី ជីជើយាអ្នកក្រដូចជាគេស្មាងអីអាចចុះបាននឹង នៅនាងរងនេះនាងមិនដឹងទេថាគាត់គឺជាអ្នកប្រត់ពើរបស់គ្រួសារជីផងណា មិននឹងអាចទេអ្នកដែលយើងនិយាយជាមនុស្សតែម្នាក់មែនទេ លោកប្រុសជីមកហើយលោកប្រុសជីខ្ញុំមានការរបបទៅមិនបានជិះទិញទូពីចង្អេះមកចាំខ្ញុំយកកាបូបហើយលោកប្រុសជីបន្ទប់ VIP ធំបំផុតខ្ញុំរៀបចំរួចហើយ គេពិតជាកូនអ្នកមានពិតមែនអញ្ចឹងពីមុនខ្សែកដែលគេបានទិញនោះក៏ជារបស់ពិតដែរកាបូបដែលឲ្យរងអីក៏ជារបស់ស៊ីនដែរតែសំអាងអីទេមិនក៏រឿងល្អៗត្រូវធ្លាក់ទៅលើនាងនឹងម៉ែពីមុនគេស្រឡាញ់ខ្ញុំទេកូនកុំទាន់អស់សង្ឃឹមការប្រគួនមិនមែនដល់វគ្គផ្ដាច់ប្រត់ហើយទេអ្វីត្បិតតែរងមានសំណាងល្អវគ្គដំបូងនាងបានគណៈកម្មការឲ្យបន្ទុកបានលេខ1ប៉ុន្តែវគ្គចុងក្រោយគឺអាស្រ័យលើប្រជាប្រិយភាពឯងប្រកាសជីវិតដាច់នាងហើយចាំពេលដែលឯងទទួលបានជ័យលាភីចាំឯងដណ្ដើមជ័យយាមកវិញ ដល់ពេលនោះណានឹងអាចជួយគ្រួសារយើងងើបឡើងវិញបានទៀតផង ម៉ានិយាយត្រូវណាស់ប៉ុន្តែម៉ាក់ត្រូវទៅជួយខ្ញុំមើលរងអ៊ីនោះឲ្យចំខ្លាចក្រែងនេះមកករឿងឡើងមកទៀនពួកយើងគួរតែគិតពីគម្រោងទប់ទល់នេះជាមុនអ្នកទាំងពីរធ្វើអីហ្នឹងឃើញអស់មើលទូរស័ព្ទពេញមួយថ្ងៃទៅហើយ ថ្ងៃស្អែកដល់ថ្ងៃប្រកួតផ្ដាច់ព្រាត់ហើយណាម៉ាខ្ញុំកំពុងតែរកអ្នកគ្រប់គ្រងឲ្យម៉ាបន្ថែមពេលនេះអ្នកគ្រប់គ្រងម៉ាឡើងដល់ 10000 នាក់ជាងហើយ លោកតាទួតគឺជា admin ធំចំណែកខ្ញុំគឺជាជំនួយការ admin ពួកខ្ញុំបដិញ្ញាចិត្តថានឹងរកអ្នកគ្រប់គ្រងឲ្យម៉ាឲ្យឡើងរហូតដល់ 1 លាននាក់យេ ពួកកែគ្រប់គ្រងការបញ្ចេញមតិណាបងអ្នកគ្រប់គ្រងសតានិយាយថាខ្ញុំជាអ្នកជំនាញក្នុងការគ្រប់គ្រងបញ្ចេញមតិតពិតជាពូកែមែនប៉ុន្តែដើម្បីការពារភ្នែកទូរស័ព្ទចាប់ពីពេលនេះទៅអ្នកទាំងពីរត្រូវបានអនុញ្ញាតឲ្យលេងទូរស័ព្ទមួយថ្ងៃតែ2ម៉ោងប៉ុណ្ណឹង អ្នកមកលោកយាយខ្ញុំបានរកអ្នកជំនាញដែលបកកែបំផុតមកជួយតុបតែងឲ្យលោកយាយហើយថ្ងៃស្អែកនៅវគ្គផ្ដាច់ព្រាត់ណាគាត់នឹងជួយតុបតែងឲ្យលោកយាយហើយតើចាប៉ាក៏បានទិញរោមមួយដែលស្រស់ស្អាតឲ្យកូនដែរណានេះ ប៉ាជាស្រស់ស្អាតណាស់កូនស្រឡាញ់ខ្លាំងណាស់លោកប៉ាអរគុណប៉ាប៉ាអាឡូសាស្ត្រាចារ្យអ៊ីនរងអ៊ីមានរឿងធំហើយឯងបញ្ញាមកវិជាស្ថានអវកាសទី4នៅលឿនម៉ោងសាស្ត្រាចារ្យលីមានរឿងធំអីទៅហេតុអីបានជាហៅគ្រប់គ្នាមកជួបជុំនៅទីនេះអញ្ចឹង តើគេជិះណាគេគាត់ទៅចេះសិស្សវិទ្យាល័យទេមកទីនេះធ្វើស្អីគាត់នៅសិស្សវិទ្យាល័យមកទីនេះច្បាស់ជាទៅដៃទៅជឿហើយ សាស្ត្រាចារ្យស្ថានីយ៍អវកាសហោះអាសៀបានជួបប្រទះភាពមិនប្រក្រតីដោយសារដែនម៉ាញេទិកនៃផ្កាយរណបរបស់ប្រទេសមានគម្លាតបន្តិចបន្តួចដែលមិនអាចទាយទុកមុនបានហើយទំហំនៃគម្លាតកំពុងតែកើនឡើងជាលំដាប់បើមិនដោះស្រាយលឿនទេនឹងមានបញ្ហាធំមិនខានតែឯងរងចាំអីទៀតចាប់ផ្ដោតតែនៅយើងមកអ្នកគ្រប់គ្នាឆាប់ជួយរកវិធីដោះស្រាយទៅ កន្លងទៅ5ម៉ោងទៅហើយខ្ញុំនៅតែគ្មានតម្រុយអីបន្តិចសោះតើត្រូវធ្វើយ៉ាងម៉េចទៅ ក្មេងនៅពិតជាយកកាប់អីហើយសុកចិត្តទៅអង្គុយកត់សរសេរកន្លែងនោះជាច្រើនហ្មង
ក៏ព្រមតែចាត់ទឹកមកឲ្យចាស់ទុំដែរ ជើងរបស់ខ្ញុំឈិនណាអ្នកគ្រូទើបដើររួមនៃសម័យកាលមិនខុសគ្នាទេតែវាគ្រាន់តែបាត់អធិមួយប៉ុណ្ណោះយើងអាចប្រាំនិទានសណ្ដោរបស់លីយ៉ាភូរូហ្វូដើម្បីស្វែងរកប្រភពនៃអនុភាពដែនម៉ាញ៉េទិកហើយបន្តមកអនុវត្តការរុញយ៉ាងជាក់លាក់ដើម្បីបំផាត់ស្ថានភាពវឹកវរបច្ចុប្បន្ននិងអាចបំបត្តិការជ្រៀតជ្រែកពីដែនម៉ាញ៉េទិក ត្រយ មិនហើយមិនក៏នឹងមិនឃើញសោះអញ្ចឹង នេះនឹងឃើញអញ្ចឹង ពិតជាមានហេតុផលមែ មួយ ន ម្ដងនេះពុតជាសំហាក់សំផលមែនគេពុតជាបង្កើតពិតមែនណោះចាំបន្តិចសិនទៅសំបីតែ super computer ក៏មិនអាចកែនៃច្បាប់នៃគំនិតបានផងតែអាចកែនៃវាបានដោយគ្រាន់តែប្រើចុងបិចប៉ុណ្ណោះទេតែឯងនឹងថាម៉ាស៊ីនជំរុញអវកាសនោះតាវាមានមួយតម្លៃប្រមាណទេហើយបើសិនជាការកែនៃខុសនោះធ្វើឲ្យទីអវកាសធ្លាក់ហើយដឹងថាវានឹងមានផលវិបាកខ្លាំងប៉ុណ្ណាដែរទេ វាមិនអាចខុសគ្នាបានឡើយហើយក៏មិនអាចមានលទ្ធផលដូចជាអ្វីដែលលោកបាននិយាយនោះដែរ ឯងសម្បាងអីបានជាប្រកាសយ៉ាងនេះ គឺសំអាងថាគឺជាខ្ញុំ រងរយយោ រងរយ៉ាវ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  កន្លែងដែលល្អនោះត្រូវបានអ្នកគ្រប់គ្រងរងរយយោយកអស់ហើយ មនុស្សដូចជាគេមិនសមទទួលបានចលភីទេ ពួកឯងចាំយើងនៅនឹងហើយតើយើងតយ៉ាយ៉ាវយ៉ាយ៉ាវបងប្រាប់បងស្រីគ្រប់គ្នាបន្ថយសម្លេងបន្តិចទេលោកតាទិសរបស់ខ្ញុំបេះដូងគាត់មិនសូវល្អទេគាត់ងាយនឹងភ័យណាស់បើសិនជាមានរឿងអីគាត់ត្រូវដេកពេទ្យប្រកាសជាត្រូវចំណាយប្រាក់អស់ច្រើនមិនខានតែយើងឆាប់ចេញទៅ ណែពួកយើងពេលនេះមានកន្លែងល្អសម្រាប់ឈរហើយឆាប់ឲ្យលឿនឡើងមកឲ្យលឿនមក អីគាត់មិនមានជំងឺទេហេតុអីធ្វើចាស់មិនឲ្យគេគ្រប់អញ្ចឹងចាស់យ៉ាងនេះហើយនៅមកមើលអីទៀតមែនហើយមែនហើយមែនហើយ អើយណែឡៅជាអស់ពួកឯងនេះចង់ឈួតក៏ឈួតតាមម្នាក់ឯងទៅមិនបានជាឯងនាំខ្ញុំមកកន្លែងបែបនេះណាយើងមិនចូលចិត្តកន្លែងបែបនេះទេក្មេងមកមិនតន់គ្រប់ទៅហាមនុស្សចាស់មកបន្ថែមមកគ្រប់ស្អីគេទៅយើងមកកន្លែងនេះគឺមានតែធ្វើឲ្យខ្មាស់គេទេអើយណែ នេះឯងគិតថាខ្លួនឯងនៅសក់ខ្មៅទៀតមែនទេមានម្ដាយដល់ចិត្តអ្នកណាដែលថាមិនមែនជាក្មេងទៅណែឯងចាំធ្វើទៅតាមយើងទៅឲ្យដកភ្លើងខ្ញុំមួយមកឯងនេះណាចាំធ្វើទៅតាមការបញ្ជារបស់ខ្ញុំយើងយកទេណែចាំកាន់ទៅធ្វើតាមបញ្ជារបស់យើងណា អរគុណអ្នកគ្រប់គ្នាហើយយ៉ា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 ឈ្នះឈ្នះយ៉ាយ៉ា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 ឈ្នះឈ្នះការសម្ដែងរបស់រើយ៉ាពិតជាអស្ចារ្យណាស់ទស្សនិកជនដែលនៅទីនេះនឹងមើលតាមការ live កុំភ្លេចជួយបោះឆ្នោតផងណាឥឡូវនេះសូមស្វាគមន៍បេក្ខនារីចុងក្រោយរបស់យើងរងអ៊ីខ្ញុំទើបតែទទួលបានដំណឹងពីក្រុមការងារបេក្ខនារីរងអ៊ីនៅមិនទាន់បានមកដល់ទេសូមរងចាំបន្តិចមិនបានទេខ្ញុំមិនយល់ព្រមទេខ្ញុំនឹងបេក្ខនារីផ្សេងទៀតរួមគ្នាតវ៉ាគួរតែដល់សិទ្ធិការប្រកួតរបស់រងអ៊ីចេញដោយសារតែការមកយាយរបស់នាងដល់សិទ្ធិប្រឡងដល់សិទ្ធិប្រឡងដល់សិទ្ធិប្រឡង ដល់សិទ្ធិប្រឡង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 ទៅមែនហើយដល់សិទ្ធិទៅដល់សិទ្ធិទៅដល់សិទ្ធិប្រឡងចេញទៅដល់សិទ្ធិប្រឡង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 អ្នកទាំងអស់គ្នាសូមស្ងាត់បន្តិច មិញនេះក្រោយឆ្លងកាត់ការពិភាក្សារបស់ក្រុមការងារពួកយើងនឹងរាប់ថយក្រោយ3ដងប្រសិនបើសិនរងអ៊ីនេះមិនទាន់លេចមុខទៀនពួកយើងនឹងដកសិទ្ធិប្រឡងរបស់គេ3 2 តែនេះមានរឿងអីនឹងមិនបានជារលត់ភ្លើងអញ្ចឹង 去
dream is magic， 路上绽放天际，百年征战并非。 រងអីមកហើយរងអីមកហើយរងអីមកហើយអើយស្រឡាញ់រងអីរហូតរងអីមកហើយរងអីរហូត 所有的坎坷挫败，终会风吹进千。 ហេតុអីបានលោកយាយទួតយកបទនេះមកច្រៀងអញ្ចឹង គឺសំអាងថាគឺជាខ្ញុំជឿជាក់លើរងអ៊ីរងអ៊ីតមកទៀតយើងត្រូវធ្វើយ៉ាងម៉េចតមកទៀតខ្ញុំត្រូវការមនុស្សយ៉ាងតិច20នាក់ចុះមកជួយកណនីតម្លៃនៃការរញ្ចេញខ្ញុំនឹងជួយឯង ខ្ញុំក៏ចូលជួយដែរ ខ្ញុំដែរ ខ្ញុំក៏ចូលរួមដែរ ខ្ញុំដែរ ខ្ញុំក៏ចូលរួម ខ្ញុំដែរ ចូលរួម ខ្ញុំដែរនៅខ្វះម្នាក់ទៀតតើលោកចូលរួមឬអត់លោកចង់តែមើលការបរាជ័យរបស់ខ្ញុំឬក៏លោកចង់ចូលរួមប្រយុទ្ធជាមួយពួកយើង អញ្ចឹងតើពួកយើងចាប់ផ្ដើម 永远都心怀期待，所有的坎坷挫败都被 ខ្ញុំបានកណនីរួចហើយអញ្ចឹងត្រូវរងចាំការឆ្លើយតបពីគំរូកុំព្យូទ័រប៉ុណ្ណឹង 谁停止想你？ អ្នកទាំងអស់គ្នាមើលទៅលទ្ធផលនៅអេក្រង់ទៅ 是颗心热血澎湃，有谁？ គំរូប្រតិបត្តិការជោគជ័យ មើលឲ្យជោគជ័យហើយ ជោគជ័យហើយពិតជាល្អណាស់នៅទីបំផុតជោគជ័យហើយជោគជ័យហើយខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើឥឡូវនេះអ្នកគ្រប់គ្នារវល់ពេកមកយប់ទៅហើយបញ្ញាប់ត្រឡប់ទៅសម្រាប់ចុះណាខ្ញុំនឹងបន្តការកណនីទៀនដើម្បីប្រកាសថាអ្វីៗគឺត្រឹមត្រូវ ខ្ញុំនឹងតាមដានចលនានៃឡៃធុកដើម្បីការពារពួកគេដែលបង្ករឿងឡើងម្ដងទៀតដែរ ខ្ញុំនឹងអាចកណនីទៀនបាន ខ្ញុំក៏អញ្ចឹងដែរ ខ្ញុំក៏បន្តដែរព្រោះតាំងពីអតីតកាលដល់បច្ចុប្បន្នទឹកដីនេះតែងតែមានមនុស្សក្រុមបែបនេះដូច្នេះពួកយើងនឹងអាចឆ្លងកាត់សមុទ្រកាយបានជាក់ជាមិនខាន